ខ្ញុំចាប់ដើមពីជីវប្រវត្តិរបស់បងប៊ុនថុងតិចចឹងបងប៊ុនថុងគាត់បានធ្វើជាពលករហ្នឹងហើយគាត់ទៅធ្វើការនៅប្រទេសកូរ៉េនៅរោងចក្រតាំងពីឆ្នាំ2019មកម្លេះហ្នឹងហើយអញ្ចឹង2019ហ្នឹងគាត់ធ្វើការនៅរោងចក្រខ្មែរអញ្ចឹងរោងចក្រខ្មែរបញ្ជូនគាត់ទៅប្រទេសកូរ៉េដើម្បីធ្វើការបន្តឃើញគាត់ធ្វើការល្អអញ្ចឹងណាអញ្ចឹងសម្រាប់គាត់ធ្វើបាននៅក្នុងបាន2ឆ្នាំ2019ទៅហ្នឹងគាត់ធ្វើបាន2ឆ្នាំគាត់ក៏ផ្លាស់ប្ដូររោងចក្រតើខ្ញុំនិយាយហ៎អញ្ចឹងរបៀបគាត់ធ្វើការគាត់អ្នកបកកាយអន្សំហើយបកកាយរលុយអញ្ចឹងណាចឹងដោយបងប្អូនដឹងហើយថាបងប្អូនពលករយើងនៅស្រុកក្រៅគឺគាត់មានចំណូលច្រើនជាងនៅស្រុកខ្មែរអញ្ចឹងតន់ថានៅស្រុកក្រៅហើយរកបានគឺគាត់ប្រឹងរកអញ្ចឹងភាគច្រើនពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រមិនមែនភាគច្រើនទេជាទម្លាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រគាត់ធ្វើការនៅរោងចក្រដែលគាត់ធ្វើហ្នឹងហើយថ្ងៃសៅរ៍ហើយនិងថ្ងៃអាទិត្យគាត់ធ្វើការនៅក្នុងក្លឹបអញ្ចឹងមិនថាគាត់មានការងារពីរហ្នឹងហើយយប់ឡើងគាត់ធ្វើការក្នុងក្លឹបព្រោះនៅប្រទេសកូរ៉េខ្ញុំបានទៅដល់ដូចគ្នាបានលេងហ្នឹងណាសៅរ៍ទៅគឺមនុស្សច្រើនមែនមនុស្សច្រើនអញ្ចឹងគាត់ធ្វើការក្នុងនាមជាអ្នក service នៅក្នុងក្លឹបបាទនៅក្នុងក្លឹបខ្មែរម្ចាស់ខ្មែរបាទម្ចាស់ខ្មែរទៅបើកក្លឹបមួយហ្នឹងគាត់ទៅធ្វើការជាអ្នក service អញ្ចឹងរឿងហេតុទាំងអស់បានកើតឡើងនៅក្នុងប្រទេសកូរ៉េខេត្តឈុងណាំទីក្រុងឈុនអានហ្នឹងហើយខ្ញុំអត់ដឹងពិតទេណាតែគាត់សេមកអញ្ចឹងហ្នឹងហើយអូខេឥឡូវតអ្នកទាំងអស់គ្នាមកស្វែងមួយខ្ញុំណាទៅមិនមើលឃើញថាតើសាច់រឿងហ្នឹងរបៀបណាហើយបើសិនជាបងប្អូនបានជួបប្រទេសហើយបងប្អូននឹងធ្វើបែបណាបងប្អូនជួបដូចគាត់ណាអញ្ចឹងបកទៅលើរឿងការផ្លាស់ប្ដូរការងារវិញអញ្ចឹងនៅស្រុកខ្មែរយើងឧបមាថាខ្ញុំធ្វើការជាមួយបងខ្ញុំអត់ពេញចិត្តទេខ្ញុំឈប់ដាក់ពាក្យលេខឈប់ខ្ញុំស្វែងរកការងារស្រួលមែនតើប៉ុន្តែនៅពេលដែលយើងទៅធ្វើការនៅប្រទេសកូរ៉េនេះជាសម្ដីលំដាប់របស់គាត់ណានៅពេលដែលគាត់ផ្លាស់ប្ដូរចាប់កុងត្រាពីរោងចក្រមួយគាត់មិនអាចដើរទៅខ្លាយដាក់ទៅទីការទៀតដាក់ពាក្យនៅតាមចាក់អីតែឯងបានទេអញ្ចឹងគេមាន Ministry of Foreign Affairs ដែលក្រសួងការបរទេសរបស់គេមួយក្រសួងការងារគេមួយនិងក្រសួងការងារដើម្បីឲ្យខាងពលកររបស់ខ្មែរដាក់ពាក្យសុំស្នើសុំការងារទៅតាមក្រសួងមួយហ្នឹងអញ្ចឹងគាត់ត្រូវការរងចាំនៅពេលដែលបានការងារថ្មីខាងក្រសួងគេនឹង message ប្រាប់ថានេះមានរោងចក្រនេះបាន open vacancy បើកចំហទីតាំងមួយហ្នឹង position មួយហ្នឹងមុខងារមួយហ្នឹងនៅមុខតំណែងមួយហ្នឹងអញ្ចឹងគាត់ដាក់ apply ទៅហើយបើជាប់ក៏ជាប់មិនជាប់ក៏បន្តទៀតទៅតើខ្ញុំនិយាយអូខេអញ្ចឹងមិនបានប្រមាណទេគាត់បានដាក់ពាក្យនៅតាមក្រសួងការងារនៅប្រទេសកូរ៉េហ្នឹងមិនបានប្រមាណក៏ស្វែងរកឃើញរោងចក្រមួយសម្ភារភ្លាមក៏ជាប់ភ្លាមអញ្ចឹងរបៀបរបស់បងប្អូនពលករគាត់មិនមែនជួលបន្ទប់ខ្លួនឯងទេគាត់មិនមែនជួលផ្ទះខ្លួនឯងទេអញ្ចឹងនៅពេលដែលគាត់ជាប់ក្នុងនាមជាពលកររបស់រោងចក្រមួយហ្នឹងហើយជាសមាជិករបស់រោងចក្រមួយហ្នឹងហើយអញ្ចឹងរោងចក្រមួយហ្នឹងគឺមានតួនាទីស្វែងរកកន្លែងឲ្យគាត់នៅតើខ្ញុំនិយាយកន្លែងហ្នឹងអញ្ចឹងនៅប្រទេសកូរ៉េម្ចាស់រោងចក្រនៅពេលដែលឧបមាថាទទួលបានបុគ្គលនឹងមួយហើយគាត់ត្រូវមានតួនាទីដើររកបន្ទប់ឲ្យពួកគាត់នៅអញ្ចឹងក្នុងករណីបន្ទប់នេះផងដែរខាងម្ចាស់រោងចក្រនៅនោះវាមិនមែនបន្ទប់ដូចនៅស្រុកយើងផ្ទះ 3-4 ជាន់បន្ទប់អញ្ចឹងទេមិនអញ្ចឹងទេអញ្ចឹងជាលក្ខណៈ apartment ជាលក្ខណៈ apartment អញ្ចឹង condo មួយ apartment វាមានលក្ខណៈខុសគ្នា apartment វាយើងធំជាងអញ្ចឹងនៅពេលដែលគាត់និយាយសន្តានរបស់ apartment ហ្នឹងមកខ្ញុំអាចប្រហែលបានព្រោះពេលដែលខ្ញុំបានទៅដល់មានភពសំណាងទៅលេងនៅប្រទេសកូរ៉េក៏ខ្ញុំបាននៅក្នុង apartment ប្រហែលគ្នានឹងដែរអញ្ចឹងខ្ញុំអាចសម្រេចឃើញគំរូរបស់ apartment មួយហ្នឹងវាខុសពី condo នៅស្រុកខ្មែរឥឡូវ condo របស់ស្រុកខ្មែរយើងបើកទ្វារចូលមកដល់ចក្រាមហ្មងហ្នឹងហើយតោះខ្ញុំនិយាយហ្នឹងហើយតែនោះអត់ទេខ្ញុំចង់ឲ្យបងប្អូនសម្រេចចេះទ្វារធំនៅពេលបើកទ្វារចូលក្នុងបន្ទប់របស់យើងទៅនៅខាងស្ដាំដៃគឺមានទូស្បែកជើងហ្នឹងហើយមានទូស្បែកជើងអូតូហើយភាគច្រើនពួកគាត់ដាក់ភ្លើង sensor ហ្នឹងអញ្ចឹងនៅពេលដែលដើរទ្វារភ្លើង sensor លោតហើយតិចហ្នឹងហើយហើយសុកមើលតែរឿងកូរ៉េយល់ហើយហ្នឹងហើយផុតពីកន្លែងហ្នឹងគឺបន្ទប់ទី1ហើយបន្ទប់តូចបន្ទប់ទី1ហ្នឹងហើយអញ្ចឹងបន្ទប់ទី1ហ្នឹងខាងក្រៅមិនផ្លូវដើរហ្នឹងផ្លូវដើរចូលបន្ទប់ត្រូវទេអញ្ចឹងបន្ទប់ទី1ហ្នឹងវាកញ្ចក់ឆ្លោះជាមួយនឹងផ្លូវដើរហ្នឹងបន្ទប់តូចអញ្ចឹងចេះខ្ញុំចង់ឲ្យស្មារតីចេះបើកទ្វារមកបន្ទប់ហ្នឹងគឺទៅត្រង់រហូតអត់មានបត់ឆ្វេងអត់មានបត់ស្ដាំទេដល់ភ្លាមខាងឆ្វេងដៃមានទូស្បែកជើងខាងស្ដាំដៃគឺបន្ទប់តូចដើរទៅមុខបន្តិចជាក្រាមដៃបន្ទប់ទឹកយល់ដើរទៅមុខបន្តិចខាងស្ដាំដៃគឺបន្ទប់ធំយល់ហើយបើទីមកត្រង់ទៅមកហ្នឹងហើយទៅត្រង់អញ្ចឹងហ្មងយើងកាច់អីណែអត់ទេកាច់ទេទៅត្រង់អញ្ចឹងហ្មងអញ្ចឹងណាអញ្ចឹង living room កន្លែងទទួលភ្ញៀវអីគឺនៅកណ្ដាលគឺនៅកណ្ដាលផ្ទះ
ហើយនៅខាងឆ្វេងដៃដោយបងក្រេបងអូនគាត់ធ្លាប់មើលរឿងក្រេអញ្ចឹងប្រទេសកូរ៉េគឺ4រដូវណោះក្តៅរដូវត្រជាក់ស្លឹកឈើជ្រុះហើយស្លឹកឈើរាស់លាស់អញ្ចឹងហ្នឹងហើយអញ្ចឹងប្រភេទ4ប្រទេសដែលមាន4 season អញ្ចឹង4រដូវអញ្ចឹងគេតែងតែមានគេមិនមែនដូចយើងប្រើខ្ជុំប្រើអីគេប្រើឧស្ម័នដើម្បីកម្ដៅឬក៏សំបីប្រព័ន្ធហ្គាសក៏គេមិនមែនលើកធុងហ្គាសរបស់គេចូលមកដែរគឺគេមានបន្ទប់ដើម្បីតសយោក្នុងការផ្គត់ផ្គង់ហ្គាសក្នុងការផ្គត់ផ្គង់កម្ដៅអីចូលមកនៅក្នុងផ្ទះនឹងមកសប់ហ្មងអញ្ចឹងជាក្រានរបស់គេអត់មានអីមកណាមានហ្គាសអីអត់មានបន្ទុងឯងគឺពងសយោតមកដូចហ្នឹងហើយគឺ direct មកហ្មងហ្នឹងហើយអញ្ចឹងណាអញ្ចឹងគាត់ថាអញ្ចឹង apartment ដែលគាត់នៅហ្នឹងណាមើលពីក្រៅគឺស្អាតមែនទេគាត់ផ្ញើមកទាំងរូបទៀតតែជាស្អីអាចឲ្យបានទេគាត់ផ្ញើមករូបណាគឺកម្ពស់ប្រហែលជា10ជាន់ជាងខាងក្រៅគឺស្អាតមែនទេស្អាតយកតែមែនទេហ្មងប៉ុន្តែចម្លែកអីតែបន្ទប់របស់គាត់អញ្ចឹងបន្ទប់នៅពេលដែលគាត់ទៅជាប់កុងត្រាជាមួយនឹងរោងចក្រហ្នឹងហើយគាត់មានភារកិច្ចនៅនឹង2ឆ្នាំមកកុងត្រាគឺ2ឆ្នាំមិនមែនកុងត្រា1ឆ្នាំទេមកកុងត្រា2ឆ្នាំអញ្ចឹងរោងចក្រត្រូវចុះកិច្ចសន្យាជាមួយបន្ទប់apartment ហ្នឹងម្ដង2ឆ្នាំដូចគ្នាអញ្ចឹងបើសិនជាគាត់នៅបន្ទប់ហ្នឹងហើយទូមានហេតុអីក៏ត្រូវនៅហ្នឹងឲ្យចាប់រហូតដល់2ឆ្នាំអត់មានសិទ្ធិវិចេធ្វើឲ្យបានហ្នឹងហើយអញ្ចឹងចូលដល់បន្ទប់គាត់ថាខាងក្រៅគឺស្អាតទេស្អាតមែនតើអាគៀនគឺដូចថ្មីហ្មងតែបន្ទោះអីក្នុងបន្ទប់របស់គាត់នៅពេលដែលបើកសោចូលមកគាត់មានអារម្មណ៍ថាជាបន្ទប់ដែលបោះបង់ចោលបោះបង់ចោលដោះស្លែដាមទឹកសម្បុកពីងពីងសិតតដីគាត់ថាក៏កិច្ចមែនតើហើយគាត់បានផ្លាស់ប្ដូរហ្នឹងគឺនៅក្នុងឆ្នាំ2022នៅក្នុងខែ8អូថ្មីដែរបាទថ្មីឯងឆ្នាំជានៅកូរ៉េពីខែ7ទៅខែ9គឺជារដូវក្តៅចាស់វិញអញ្ចឹងរដូវក្តៅនេះមិនមែនក្តៅដូចនៅស្រុកខ្មែរយើងក្តៅសើមទេណាគឺក្តៅស្ងួតក្តៅស្ងួតមានក្តៅយកតែមែនទេណាអានោះដូចខ្ញុំនៅអាមេរិកអញ្ចឹងក៏ដូចគ្នាដែរបងក្តៅមានន័យថាចេះបើពលឺព្រះអាទិត្យបងឯងលូកដៃមានអារម្មណ៍ថាស្បែកបងឯងហែកជា2ហ្មងវាក្តៅហ្មងដៅយកមែនទេហ្មងដូចដុតយកភ្លើងដុតឆៅអញ្ចឹងណាដូចគ្នាអញ្ចឹងគាត់ថាចេះចុំខែហ្នឹងខែក្តៅតាខែ8វាចន្លោះពីខែ7មកខែ9ហើយរដូវក្តៅមិនក៏បន្ទប់នឹងត្រជាក់មែនចំហាយនឹងគឺត្រជាក់ខុសធម្មតាដែលមិនសមនឹងត្រជាក់ព្រោះគាត់នៅជាន់ទី1យល់អញ្ចឹងវាផ្ទាល់ដល់អីរឿងអីត្រូវត្រជាក់វាគួរតែក្តៅខ្លាំងព្រោះចំហាយពីដីមកត្រូវហ្នឹងហេតុអីបានត្រជាក់ខុសធម្មតាអញ្ចឹងហើយហេតុអីបានបន្ទប់មួយនឹងសិតសបុកពីងពីងអញញ៉ៃសិតដីដាមទឹកមានអត់មានណាគេប៉ះបន្ទប់នឹងអញ្ចឹងគ្រាន់មានគេមកជួលនៅអញ្ចឹងយើងត្រូវធ្វើឲ្យស្អាតហើយហេតុអីបានអត់មានណាគេធ្វើអីហេតុអីបានទុកចោលអញ្ចឹងគាត់ក៏អត់ចាប់អារម្មណ៍អីដែរគាត់ក៏សម្រេចចិត្តចូលនៅក្នុងថ្ងៃទី6ខែ8ឆ្នាំ2022ច្បាស់ថ្ងៃហ្មងណាចាំគាត់ថ្ងៃអញ្ចឹងឲ្យខ្ញុំកុហកមិនអាហ្នឹងបងប្អូនតែគាត់ថាពួកខ្ញុំកុហកឥឡូវមានថ្ងៃអញ្ចឹងទៀតតែឥឡូវគិតមិននេះគាត់ឲ្យទាំងម៉ោងទៀតហ្នឹងហើយអញ្ចឹងគាត់រស់នៅរហូតដល់ឆ្នាំ2023ពីនោះទៅពីខែ8រហូតឆ្នាំ2022វត្តទៅដល់2023អត់មានអីកើតឡើងទាំងអស់មួយឆ្នាំពេញអត់អីមានតែឆ្នាំណា8 9 10 11 12 5ខែខែ1ខែ2 7ខែកន្លះឆ្នាំបាទ7ខែអត់មានបញ្ហាអ្វីទាំងអស់ហើយគាត់ក៏អត់បានសែនអីដែររឿងអីត្រូវសែននៅប្រទេសកូរ៉េនៅប្រទេសកូរ៉េមិនកាន់សាសនាពុទ្ធណាភាគច្រើនប្រទេសរបស់គាត់ប្រជាជនទាំងអស់ស្ទើរតែទាំងអស់កាន់សាសនាគ្រឹះគឺហ្នឹងហើយអញ្ចឹងគាត់ក៏គិតថានៅកូរ៉េអត់មានខ្មោចអត់មានអីត្រូវសែនទេចឹងអញ្ចឹងគាត់នៅធម្មតាបំពេញការងារធម្មតាតាំងពីខែ8រហូតដល់ខែ2ឆ្នាំ2023ជាខែកំណើតរបស់គាត់ដែលបងធំផ្ទាល់គាត់អត់បានប្រាប់ខ្ញុំទេថាគាត់អាយុប្រហែលអញ្ចឹងតែគាត់ប្រាប់ថ្ងៃរបស់គាត់ថ្ងៃកំណើតហ្នឹងហើយថ្ងៃកំណើតរបស់គាត់តែខ្ញុំអត់ប្រហើបទេអញ្ចឹងគាត់ថាចៃដន្យអីខួបកំណើតរបស់គាត់ដងនេះចំថ្ងៃសៅរ៍អញ្ចឹងមានអីទៀតខួបកំណើតមួយឆ្នាំមានតែម្ដងទាំងយើងទាំងខ្ញុំថ្ងៃថាទីថ្ងៃសៅរ៍ទៀតហ្នឹងហើយចង់ថ្ងៃសៅរ៍ទៀតអញ្ចឹងគាត់សុំច្បាប់ពីខាងក្លឹបខាងអីចឹងណាអញ្ចឹងគាត់ផាទីជាមួយមិត្តភក្តិរបស់គាត់ជប់លៀងបងគេហៅមិត្តភក្តិរបស់គាត់ខ្មែរអញ្ចឹងសិនអ្នកហ្នឹងមិនច្រើនគ្នាទេសម្រាប់ប្រហែលអ្នកហ្នឹងមកធ្វើអីជុំគ្នាមកជួយធ្វើម្ហូបទិញស្រាមានគ្រឿងសង្វឹងអីចឹងទៅញ៉ាំអីចឹងទៅថ្ងៃស្អែកឡើងជាថ្ងៃកើតហេតុលើកទី1ហេតុការលើកទី1បានកើតឡើងបន្ទាប់ពីខួបកំណើតគាត់តែ7ខែអត់អីណាអត់អីមកចាប់ដើមពីថ្ងៃខួបកំណើតនេះទៅវិញបាទ
ត្រង់ចំណុចនេះខ្ញុំអាចមាន idea ខ្លះខ្ញុំមានគំនិតខ្លះថាហេតុអីបានចឹងចឹងចាំចង់រឿងចាំយើងនិយាយបន្ទាប់ពីថ្ងៃខួបកំណើតគាត់ថ្ងៃនៅយប់ទី1គាត់ថាគាត់គេងម៉ោង1គាត់គេងយប់ណាដល់ម៉ោង1ស្រាប់តែគាត់សុបិនឃើញគាត់នៅគេងនៅបន្ទប់តូចណាបន្ទប់ធំគាត់ទុកចោលគាត់អត់ប៉ះទេគាត់គេងនៅបន្ទប់តូចហ្នឹងហើយអញ្ចឹងគាត់មានកញ្ចក់ហ្នឹងមើលទៅខាងក្រៅបានមើលអាផ្លូវដើរខាងហ្នឹងហើយអញ្ចឹងគាត់ថាអញ្ចឹងនៅក្នុងយប់ហ្នឹងម៉ោង1នៅពេលដែលគាត់កំពុងតែគេងស្រាប់គាត់ភ្ញាក់នៅក្នុងយល់សពហ្នឹងគាត់ឃើញមនុស្សប្រុសម្នាក់ដើរមកនៅតាមផ្លូវហ្នឹងតែដើរធ្ងន់ធ្ងរគាត់មិនក្នុងផ្ទះនៅខាងក្រៅផ្លូវដើរផ្លូវដើរហ្នឹងហើយដើរមកនៅលើផ្លូវដើរហ្នឹងធ្ងន់ត្រង់ឈឹបដៃគឺកាន់ក្បិតកូនក្បិតហើយលើកអញ្ចឹងហើយដើរផឹបហ្នឹងហើយលើកកម្ពស់ហ្នឹងពេលគាត់និយាយមកគឺខ្ញុំឃើញរូបភាពហ្នឹងគឺអញ្ចឹងស្រាប់ដល់ពេលគាត់ងើបគាត់ឃើញម្នាក់ហ្នឹងដើរតាម hallway ហ្នឹងណាដើរតាមផ្លូវហ្នឹងហើយនេះម្នាក់ហ្នឹងឃើញគាត់ដូចគ្នាអូកន្លែងមកប្រតាក់ភ្នែកគ្នាហ្នឹងហើយប្រតាក់ភ្នែកហេមរចាក់គាត់មកហេមរចូលក្នុងផ្ទះគាត់អញ្ចឹងគាត់ស្ទុះនៅក្នុងយោសំហ្នឹងស្ទុះទៅខ្ទប់ទ្វារហ្នឹងទៅខ្ទប់ទ្វារម្នាក់ចាក់ឡើងផុងទ្វារនៅកូរ៉េមិនមុំអីបងមានតែដូចទ្វារយើងឈើតាន់ណាខ្ញុំចង់និយាយអញ្ចឹងសិនតែអាចឈើទាំងអស់ណាអញ្ចឹងចាក់ឡើងធ្លុះផ្លែចូលមកខាងក្នុងអញ្ចឹងគាត់ភ័យខ្លាំងពេកគាត់ក៏ភ្ញាក់ដល់ខ្លួនដែរយប់ទី1អូខេតោះយើងចូលដល់យប់ទី2នៅម៉ោង1ចន្លោះពីម៉ោង1:10នាទីទៅម៉ោង1កន្លះយប់គាត់ទុកប្រហែល20នាទីអត់ច្បាស់ទេណាអញ្ចឹងបើយើងយកមកជុំភាគប្រហែល1-5-10នាទីយប់ហើយអូខេគាត់កំពុងតែគេងស្រាប់តែគាត់គេងលក់ហ្នឹងមានអារម្មណ៍ថាមានគេចាក់កជើងគាត់ចាក់ទាញណាដល់ពេលអញ្ចឹងទៅគាត់ដឹងខ្លួនគាត់ធាក់គាត់ទាញជើងឡើងហ្នឹងហើយអញ្ចឹងគាត់ដឹងខ្លួនគាត់ធាក់គាត់ស្រឡាំងកាំងណាគាត់ទៅរត់បើកភ្លើងអត់មានអីទេបងគាត់ក៏សង្ងំគេងវិញសាកសម្ដែងបងប្អូនយើងគេងណាតែណាគេប៉ះមុខយើងក៏យើងទះដែរត្រូវហ្នឹងហើយចុះទៅរំតែមានដៃមួយមកចាក់កជើងយើងអញ្ចឹងតើបងប្អូនមានអារម្មណ៍អីកំពុងតែគេងលក់ស្លុតមនុស្សក៏ឲ្យលេងអញ្ចឹងដែរលេងហ្នឹងលេអាក្រក់ហ្មងមួម៉ៅនេះបងនេះដឹងតែស្ដីឲ្យខ្ញុំងើបតតដឹងតែជេរហ្មងអត់មានអីទៀតទេក្រៅពីហ្នឹងមួម៉ៅមែនតើអញ្ចឹងគាត់បើកភ្លើងអត់ឃើញអីគាត់បិទភ្លើងគាត់គេងវិញនៅពេលដែលគាត់គេងគាត់ឮសំឡេងមនុស្សនិយាយគ្នានៅគៀកដែលជាគាត់ប៉ុន្តែមិនមែននិយាយជាភាសាខ្មែរក៏មិនមែននិយាយជាភាសាកូរ៉េបើកូរ៉េគាត់ចេះស្ដាប់ហើយអត់ដឹងនិយាយភាសាអីអញ្ចឹងគាត់ស្ទុះមកម្ដងទៀតអត់មានឃើញស្ងាត់សលេងអញ្ចឹងគាត់គេងលក់ទូភ្លឺទៅតន់យប់ទី3អត់មានដាច់គ្នារឿងជាប់គ្នាទៀតហើយខ្ញុំស្រឡាញ់ខ្មោចលងជាប់គ្នាអញ្ចឹងយ៉ាងណាអត់មានឲ្យដកជាប់ដែរខ្លោចដកដង្ហើមបានហ្មងអត់មើលរឿងកុនក៏ត្រូវសម្រាប់ដែរណាហ្នឹងហើយម៉ោង1យប់ដដែលគាត់ថាចេះនៅពេលដែលគាត់កំពុងតែគេងគាត់មានអារម្មណ៍ថាមានគេកំពុងតែអូសភួយអូសកណាត់កាត់គាត់អាសលេងអូសភួយអូសកណាត់ឯងយល់ទេអាសលេងមួយហ្នឹងអូសកាត់គាត់អញ្ចឹងគាត់ភ្ញាក់ឡើងគាត់អត់ឃើញអីគាត់ចាប់ផ្ដើមនិយាយទៅខ្លួនឯងថាជួលរបស់ពិតសង្ស័យបន្ទុកនឹងមានខ្មោចពួកពីបើយប់ជាប់គ្នាហើយគាត់គេថាគាត់ជួបរបស់ពិតហើយគាត់ក៏គេងទៅវិញពងតែគេងអាលាវនេះឮសំឡេងគូទ្វាររបស់គាត់បដាច់ទ្វារបន្ទប់គាត់ស្រឡាំងកាំងភ្ញាក់កន្ធាក់ហើយហត់ទៅបើកទ្វារអត់មានអីទេបងចឹងគាត់ដឹងខ្លួនឯងថា 100% គឺគាត់ជួបរបស់ពិតខ្មោចគ្មានស្អីទៀតក្រៅខ្មោចទេគាត់ដឹងថាខ្មោចស្អីតែប៉ុណ្្នឹងឯងគាត់ក៏បកមកគេងវិញគេងលក់ធម្មតាចូលដល់យប់ទី4ម៉ោង1ដដែលម៉ោង1នឹងធ្វើទុកហើយអញ្ចឹងម៉ោង1នៅកូរ៉េវាស្មើនឹងប្រហែលម៉ោង1នៃយើង11យប់បាទ11យប់នៃយើងអញ្ចឹងគាត់ថាគាត់គេងអូឈុតនេះសាហាវឈប់សម័យអីចឹងបងប្អូនណាគាត់ថាចេះគាត់ពងតែគេងផ្ងាគាត់គេងផ្ងាគេស្រាប់មានអារម្មណ៍ថាថប់ដង្ហើមទៅដៃជើងចាប់ដើមក៏មើលគាត់រួចដូចខ្មោចសកត់ចឹងគាត់បើកភ្នែកគាត់ឃើញច្បាស់ដូចថ្ងៃហ្មងគាត់ដឹងឃើញគាត់ឃើញអីមនុស្សម្នាក់មានពាក់កណ្ដាលចង្កេះឡើងលើនេះ
សំកាំងខ្លួននៅពីមុខគាត់ ដែរចឹងហ្មង មិនដែលនៅពីមុខគាត់អញ្ចឹងណាក្បាលប៉ុណ្ណាណៃសក់មួយក្បាលប៉ុណ្ណាណៃធំជាងខ្លួនទៀតភ្នែកធំញឹមដាក់គាត់សំកាំងគាត់ថាសំកាំងអត់ដល់កន្លះម៉ែត្រទេសំកាំងឃើញច្បាស់បើកភ្នែកមកឃើញច្បាស់ហេតុអីបានគាត់ថាគាត់ឃើញច្បាស់ទាំងគាត់គេងបិទភ្លើងដោយសារតែអាផ្លូវគាត់មានកញ្ចក់គេងជាប់ផ្លូវហ្នឹងហើយអាកញ្ចក់ហ្នឹងមិនទៅឆ្លោះទៅផ្លូវខាងក្រៅអញ្ចឹងវាមានភ្លើងខ្លះគាត់ឃើញច្បាស់ហ៎ច្បាស់ពេកចឹងណាអញ្ចឹងគាត់គឺធាក់ខំប្រឹងហើខ្លួនតតហ៊ុនទៅបើកភ្លើងក្រឹបអត់មានអីទាំងអស់កាន់តែច្បាស់ហើយមុខមួយនឹងញឹមដាក់គាត់សើធ្លាប់តែឃើញមនុស្សអង្គុយបើសិនជាមកឯងគេងមកឯងងើបមកឃើញអង្គុយនៅជាតិហ្នឹងវាមិនសូវខ្លាចចឹងតែសំកាំងនៅពីមុខយើងវាហោះតែនៅពីលើមុខយើងហើយញឹមដាក់យើងហើយក្បាលឡើងប៉ុណ្ណាណៃចង់ដូចប្រែតទៅណាហ្នឹងហើយអញ្ចឹងគាត់ភ័យគាត់អត់មានគេងទេដងនេះនៅទល់ភ្លឺហ្មងនៅទល់ភ្លឺដល់ម៉ោងរហូតដល់ម៉ោងធ្វើការគាត់ក៏ចេញទៅធ្វើការយប់ទី5អូយពីថ្ងៃទៅមកទឹកហើយណាយប់ទី5គាត់ថាចេះគាត់កំពុងតែគេងតែគាត់គេងអត់លក់ទេបានអីគេងលក់ 3-4 យប់ហើយហ្នឹងលេងធំចង្អប់ហ្នឹងអញ្ចឹងគាត់ចាប់ផ្ដើមភ័យផងអផងចាប់ផ្ដើមគេងអត់សូវលក់ហើយអញ្ចឹងនៅពេលដែលគាត់ពងតែគេងនេះអាលីវស្ទើលក់ស្ទើអីនេះគាត់មានអារម្មណ៍ថាមានមនុស្សដេកនៅជិតគាត់មានអារម្មណ៍ថាមានមនុស្សនៅជិតគាត់ដេកនៅជិតគាត់បងឯងសាកសម័យចេះគាត់បែរខ្លួនទៅមើលឥឡូវយើងនិយាយពីមនុស្សយើងដេកធម្មតាយើងដេកមិនឥឡូវដេកក្បាលយើងទល់មួយចាំងត្រូវហ៎និយាយស្រួលស្ដាប់ទូបងប្អូនដាក់ក្រែមវាមិនដែលមានក្បួនក្រែកដាផ្ទះហ៎ត្រូវតែនៅជាមួយចាំងអញ្ចឹងក្បាលយើងមិនទល់មួយចាំងគាត់ថាអញ្ចឹងនៅពេលដែលគាត់គេងហ្នឹងណាគាត់មានអារម្មណ៍ហ្នឹងថាគាត់បែរខ្មោចហ្នឹងតែដេកចិត្តគាត់ប៉ុន្តែមិនមែនដេកស្រោមចឹងណាដេកចេះដេកប្រឆាំងគ្នាពាក់កណ្ដាលខ្លួនដដែលអត់ឃើញជើងទេពាក់កណ្ដាលខ្លួននៅក្នុងចាំងអូយមានន័យថាដូចចេញពីយកអាមកកណ្ដាលចកេះហ្នឹងអឹបមួយចាំងចឹងទៅហ្នឹងហើយយកបានន័យថាចេញពីចាំងឥឡូវសម័យទាំងចេះយល់ហើយមនុស្សយើងមិនដេកបានអញ្ចឹងហើយនេះហ្នឹងហើយយ៉ាមិនដេកកាយអញ្ចឹងនេះអាខ្មោចហ្នឹងចេញពីចាំងយល់ហើយហើយមានន័យថាបើគាត់មានជើងគាត់ទល់នឹងក្បាលទល់នឹងចាំងតែគាត់អត់ជើងគាត់យកអាមកកណ្ដាលចកេះហ្នឹងអឹបចាំងហ្នឹងហើយសាហាវហើយចឹងគាត់ថាដងហ្នឹងគាត់ឃើញច្បាស់កាន់តែច្បាស់ព្រោះអីអាមុខខ្មោចហ្នឹងវាបែរទៅជាមួយអាកញ្ចក់ឆ្លោះទៅជាមួយអាខាងក្រៅអញ្ចឹងវាមិនមានភ្លើងភ្លឺពេញគាត់ថាបងអើយបាល់ប៉ុណ្ណានៅមុខសម្មុំពងមាត់ពីនិយាយទៅមិនមែនជនជាតិកូរ៉េគាត់ថាបើតាមគាត់សន្តានប្រភេទនេប៉ាល់ប្រភេទប៉ាគីស្ថានប្រភេទបែបហ្នឹងបែបស្នៃជនជាតិសមុំស្ញេញដាក់គាត់ស្ទុះទៅបើកលើអត់មានឃើញអីទៀតគាត់អត់ដឹងធ្វើម៉េចនៅទៅភ្លឺទៀតអត់គេងទេមានឆ្លាស់កាតអត់មានជំរឿសហើយគាត់ប្រាប់តែចែមិនមែនខ្ញុំអត់ចាំបដូរទៅបដូរអត់កើតព្រោះពីទៅវាអត់កើតវាជាប់កុងត្រាហើយរឿងចឹងប្រាប់តកែអត់ជឿទៀតចឹងអត់ដឹងធ្វើម៉េចចឹងទៅដល់កន្លែងធ្វើការក៏គាត់ហៅមិត្តភ័ក្តិថៃគាត់ប្រាប់មិត្តភ័ក្តិថៃគាត់ទៅណាជនជាតិថៃប្រាប់មកស្អីរឿងអីទាំងអស់មិត្តភ័ក្តិថៃគាត់ឲ្យយ័ន្តមួយពណ៌ក្រហមមកសិនគាត់យកយ័ន្តហ្នឹងទៅបិទនៅទ្វាររបស់គាត់តាំងពីនឹងមកគាត់នៅស្រុកហត់មិនដឹងថាយ័ន្តហ្នឹងគេចាយអីណាតែគេបិទទៅគឺនៅស្រុករហូតដល់មានមិត្តភ័ក្តិរបស់គាត់ម្នាក់ចាប់អង្ត្រាជាមួយនឹងភូមិចាក់កូរ៉េហ្នឹងណាអញ្ចឹងគាត់ក៏ដើររកកន្លែងធ្វើការថ្មីអញ្ចឹងនៅពេលដែលចាប់កងត្រាភ្លាមគេអត់មានជួបបន្ទប់នឹងតឲ្យទេគេដេញយើងចេញមកគេឲ្យយើងរើបានចេញទាំងអស់តែណាទៅរហូតដល់មានរោងចក្រមួយទៀតទៅរោងចក្រមួយទៀតហ្នឹងគេរៀបចំជួលឲ្យហ្នឹងហើយអញ្ចឹងគាត់អត់មានកន្លែងទៅគាត់ក៏មកគេងជាមួយនឹងបងថងគាត់ថាគាត់សុំមួយរយៈគាត់សុំស្នាក់មួយរយៈគាត់អត់មានការងារទេអត់មានការងារទេអញ្ចឹងគាត់សុំនៅហ្នឹងរហូតដល់រកការងារបានហើយនៅកូរ៉េក៏មិនសម្បូរការងារចឹងអីហ្នឹងអញ្ចឹងមិនរកយូរទេតែមួយផ្លែតទេអញ្ចឹងណាគាត់ក៏អត់មានបញ្ហាទេគាត់នៅម្នាក់ឯងដដែលហ្នឹងមិត្តភ័ក្តិរបស់គាត់ក៏ទៅនៅក្នុងបន្ទប់ធំហ្នឹងតោះខ្ញុំនិយាយហ៎អញ្ចឹងពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រអត់មានរឿងអីកើតឡើងទេចុះទៅនៅជុំគ្នាតែថ្ងៃសៅរ៍នេះគាត់ធ្វើការថ្ងៃសៅរ៍ថ្ងៃអាទិត្យនេះបងថងគាត់ធ្វើការនៅក្លឹបហ្នឹងហើយអ
ចឹងអ្វីដែលកើតឡើងមិនពួកម៉ាក់គាត់នៅម្នាក់ឯង ហ្នឹងហើយ អូខេតោះឥឡូវយើងចូលដល់ខ្សែរឿងមិត្តភក្តិគាត់វិញ អានទី2ហ៎ អរេមិនមែនរឿងទី ទី1 ដដែលនឹងដដែលលេខដល់រឿងមិត្តភក្តិគាត់វិញគាត់ពងធ្វើការនេះម៉ោង1បន្តិចហ្នឹងពួកម៉ាក់គាត់ទេមកក៏សួរថាចេះបន្ទប់មានអីមែនគាត់ដឹងហើយគាត់ដឹងដែរគាត់ប្រហែលហើយគាត់ថាអូយសង្ស័យប៉ែនឹងជួបហើយតែគាត់អត់ហ៊ាននិយាយទេគាត់ថាមានអីគេគាត់អត់ចង់ឲ្យខ្លាចដូចគ្នាពួកគាត់នៅធ្វើការយប់ណែហ៎បើគេគាត់នៅខ្មោចនឹងវាអត់ចេញហ្នឹងហើយបើគាត់អត់នៅខ្មោចនឹងបានការងារធ្វើបដ ாய் អញ្ចឹងណាអញ្ចឹងថាមានអីមែនគាត់ថាចេះបន្ទប់នឹងមានអីមែនសុកបើកភ្លើងខ្លួនឯងសុកបន្ទប់នឹងសុកអាខាងក្រៅនឹងបើកភ្លើងខ្លួនឯងបងថងគាត់ថាអញ្ចេះខាងនោះ sensor ឯអាកន្លែងដាក់បេជើងពូបេជើងហ្នឹងវាមិន sensor តែមនុស្សដើរកាត់វានេះហើយអញ្ចឹងគាត់ថាអត់ទេវាភ្លឺខ្លួនឯងហើយបន្ទប់នឹងតែ2នាក់នឹងប្រកបនៅក្នុងបន្ទប់ធំបន្ទប់ធំនឹងខាងក្រោយនឹងរឿងអីមកភ្លឺណាមុខហ្នឹងមកភ្លឺណា sensor នេះសត្វដើរកាត់វាមិនតសត្វឆ្មាសត្វឆ្កែទៅមានដើរកាត់ទៅបុគ្គលាតវាក៏វាអត់មាន sensor ដែររឿងអីអញ្ចឹងហេតុអីមិនភ្លឺខ្លួនឯងចឹងហើយទៅគាត់ក៏ទៅគេងវិញស្របពេលដែលគាត់ពងតែគេងនេះស្រាប់តែលឺទ្វារបោះបងថងនឹងបើកអាបន្ទប់តូចលឺបើកគាត់ស្ទុះចេញមកអត់ឃើញមនុស្សទៀតគាត់អត់ឃើញមនុស្សទៀតបងថងថាអញ្ចេះគាត់ស្មានច្រឡំបងថងគាត់ស្មានតែបន្ទប់អាគារនោះងាជាប់នឹងគេបើកហ្នឹងហើយបើកទ្វារទៅវាលាន់វាខ្ទអញ្ចឹងណាព្រោះ apartment វាមិននាងសាលាហ្នឹងវាមានតែ10 20ណាហ្នឹងហើយមានណាគាត់ងាកមកវិញដឹងឃើញអីហ៎មនុស្សប្រុសម្នាក់ដើរចេញពីទូទឹកកកម៉ាស៊ីនបោកអាវមកយល់ថាពាក្យថាដើរចេញហ៎ដូចស្មោអញ្ចឹងចេញពីអញ្ចឹងហ្នឹងហើយចេញពីម៉ាស៊ីនបោកអាវហ្នឹងទៅបន្ទប់ដែលដាក់ស្មានហើយបាត់ទេទៅធំថាដឹងតែមានអីមិនបាច់ក្រោយហើយគាត់ទៅឈរជួបប្រៃម្នាក់ឯងនៅក្រុមហ្នឹងចឹងរហូតដល់បងថងគាត់ចេញពីការងារបងថងគាត់ដាច់ចិត្តប្រាប់ថាបន្ទប់ហ្នឹងមានអីអញ្ចឹងណាអញ្ចឹងហើយគាត់ក៏ស្អែកឡើងហើប្រវត្តិទៅហ្មងគាត់ថាប្រហោការងារបានហើយហត់ចោលហ្មងអត់មាននៅអីទៀតទេតែបកទៅបងថងវិញតែបងថងគាត់មានជួបអីទៀតអត់តាំងពីគាត់បិទយន់មករហូតដល់ឥឡូវហ្នឹងគាត់មានបានជួបហើយគាត់បានផ្លាស់ប្ដូរកន្លែងបាត់ហើយអញ្ចឹងគាត់បានផ្លាស់ប្ដូរអាគារបាត់ទៅហើយអញ្ចឹងនេះគឺជាខ្សែរឿងរបស់គាត់អញ្ចឹងសរុបសេចក្តីមកពេលដែលគាត់បិទយន់ហ្នឹងហើយគាត់ក៏លែងបានជួបខ្មោចនឹងដែរតែជារួមមកខ្ញុំចង់ឲ្យបងប្អូនគិតបកទៅក្រោយវិញបងប្អូនមិនមែនដេកភ្ញាក់មកងាកទៅឈរនៅបន្ទប់ទឹកឬក៏អីណានេះសំកាំងនៅកណ្ដាលមុខយល់ហើយអានោះទៅហោះអានឹងហោះនៅកណ្ដាលមុខហ្មងតែបងប្អូនមានអារម្មណ៍មិនដែរហើយមិនមែនទម្រង់បងបកក្បាលមនុស្សប៉ុណ្ណឹងអីវាមានអីហើយយកក្បាលប៉ុណ្ណេះគិតមិនដែរគឺធំជាងខ្លួនទៀតបងប្អូនគិតមិនតែសម្រាប់ខ្ញុំវិញហេតុអីមិនហេតុការហ្នឹងកើតឡើងក្រោយខែ2តាមខ្ញុំគិតប្រហែលជាយអូនដាក់ចូលឆ្នាំរបស់គាត់ទៅដល់ពេលយអូនដាក់មកហ្នឹងកាប់ទឹកគេគុំដែរហើយមកនៅកន្លែងគេវាអត់ឃើញហ្នឹងហើយអញ្ចឹងចាំដល់យអូនដាក់ចាត់ចែងបដ បងមានយល់មិនដែរតែនឹងមាននេះអាចថាបន្ទប់នោះប្រហែលជាមានប្រវត្តិអីមួយតែខ្ញុំគិតថាមានប្រវត្តិតែគេព្រោះចេះកាប់ទឹករឿងយន់ចឹងដែរហេតុអីបានគាត់បិទយន់ហើយអ្នកផ្សេងនៅតែឡងមួយក៏នៅតែជួបដោយសារតែយន់ខ្លះគឺអ្នកដែលប៉ះលើកទី1គឺជាម្ចាស់មានដោយយន់ដែរយន់ខ្លះគឺគេប្រើរួមគ្នាចាំមិនថាអូយន់ដាក់ក្នុងឡានសុកអញ្ចឹងអ្នកណានៅក្នុងឡានសុកទាំងអស់គ្នាយន់ខ្លះតែពេលដែលខ្ញុំឲ្យបងឯងទៅគឺបងឯងជាម្ចាស់តែបងឯងឲ្យទៅអ្នកទី2គឺអ្នកទី2នោះអត់មានសិទ្ធអីមកប្រើប្រាស់ធម៌ពលរបស់យន់ហ្នឹងទេអាហ្នឹងមួយដែលយន់ខ្លះគឺខ្ញុំឲ្យបងឯងហើយបងឯងហ៊ានតែឲ្យទៅអ្នកដទៃប៉ះឬមួយក៏មើលគឺយន់ហ្នឹងសាបគឺបងឯងអាចនៅមកក្នុងនងវិញក្នុងខែគាត់អញ្ចឹងណាហ្នឹងហើយអញ្ចឹងកុំឲ្យបងប្អូនឆ្ងល់ថាហេតុបាត់បិទយន់ហើយបើនៅឡងពេលខ្លះគឺគេមានតម្រងរបស់គេច្រើនដែរមានតំណហ្នឹងហើយមានតំណរបស់គេតែយន់មួយហើយនឹងមួយអាហ្នឹងគឺខ្លាំងបាទចឹងថាដូចគាត់អញ្ចឹងខ្ញុំចាយន់ឲ្យបងឯងគឺខ្លាំងហើយព្រោះមួយហើយមួយហ្មងតែបើយន់ហ្នឹងមួយប្រើរួមគ្នាអាហ្នឹងវារៀងទៅតាមហ្នឹងដែរដូចត្រូវបែងចែកប្រយោជន៍គ្នាអញ្ចឹងណាអូខេតើបងប្អូនយល់មិនដែរសាច់រឿងនៅប្រទេសកូរ៉េបើមិនជាបងប្អូនមានរឿងប្រហាក់ប្រហែលគ្នាក៏ប្រាប់បានពួកយើងរងចាំទទួលជានិច្ច
ឥឡូវចូលដល់ ទៅស្រុកណាក៏មានអត់ដែរណា បាទគាត់ថាតែ Christian នេះវគ្គទី2នេះលង Christian ម្ដង អញ្ចឹងហ៎អូយ បាទអូខេនៅប្រទេសកូរ៉េដដែលនៅក្នុងឆ្នាំ2022មានករណីមួយដែលរៀងល្បីដូចគ្នាដែរទៅលើពលករខ្មែរបាទទៅលើពលករខ្មែរដោយបងថងគាត់អត់មានបញ្ជាក់អ្វីទាំងអស់គាត់មិនមែនមានន័យថារឿងហ្នឹងមិនពិតទេព្រោះនៅក្នុងចំកោងមិត្តភ័ក្តិរបស់គាត់ដូចគ្នាគាត់ស្គាល់បុគ្គលនឹងដូចគ្នាគាត់បានឃើញទស្សនវិជ្ជានឹងដូចគ្នាប៉ុន្តែគាត់មិនអាចប្រាប់បានដោយសារតែបងប្អូនគេនៅហួងប្រពន្ធកូនគេនៅហួងយើងយករឿងគេមកនិយាយវានឹងប៉ះអញ្ចឹងអ្វីដែលខ្ញុំរៀបរាប់នេះគឺដោយប្រយោលតែម្ដងអញ្ចឹងគ្រាន់តែបងប្អូនទាំងអស់គ្នាអាចសម័យគ្រាន់តែថាព័ត៌មានហ្នឹងបានចុះទូពេញ Facebook កាលក្នុងឆ្នាំ2022បូករួមជាមួយនឹងព័ត៌មានមួយហ្នឹងក៏មានការចុះពីព័ត៌មានខាងកូរ៉េដែរអូខេអញ្ចឹងមិត្តភ័ក្តិរបស់គាត់ធ្វើក្នុងការរោងចក្រតែមួយ 4-5 នាក់នៅមកធ្វើការរោងចក្រតែមួយនៅក្នុង apartment មិនមែននៅជាមួយគាត់ទេណាកុំយល់ច្រឡំណាគឺ apartment ទម្រង់តែមួយបន្ទប់តូចបន្ទប់ធំតោះខ្ញុំនិយាយដូចគ្នាដើរចូលមកខាងស្ដាំដៃបន្ទប់តូចទៅតិចដូចមក unit ប៉ុណ្ណឹងមួយ unit ចែកគ្នាទៅមកខ្ទប់រៀងៗខ្លួនហ្នឹងហើយមួយ unit ហ្នឹងវាមាន2បន្ទប់បន្ទប់តូចបន្ទប់ធំដែរបន្ទប់ធំដូចគ្នាហ្នឹងហើយអញ្ចឹងជាទម្លាប់របស់ពួកគាត់ឲ្យតែថ្ងៃសៅរ៍ថ្ងៃអាទិត្យឡើងពួកគាត់ហូបហើយហូបស្អីហើយហូបគ្រឿងសង្វឹងហើយសប្បាយជុំគ្នា weekend អញ្ចឹងណា Friday night អីហ្នឹងទៅហ្នឹងហើយអញ្ចឹងមានថ្ងៃមួយវាចំថ្ងៃអាទិត្យដែលពួកគាត់ហូបស្រាជុំគ្នារដូវកាលដែលគាត់ហូបស្រាជុំគ្នានោះគឺជារដូវ winter រដូវធ្លាក់ទឹកកករដូវធ្លាក់ព្រិលអញ្ចឹងអាកាសធាតុណាប្រទេសដែលធ្លាក់ព្រិលណាព្រិលធ្លាក់មិនមែននៅ10អង្សាស្អីទេមានតែដកអីព្រិលដកបាទអញ្ចឹងត្រជាក់ខ្លាំងមែនតើអញ្ចឹងបើតាមការលើកទឹកចិត្តក្នុងការញ៉ាំស្រាគេមិនសូវចង់ឲ្យមនុស្សញ៉ាំស្រានៅក្នុងខែល្ងាហ្នឹងទេមិនឲ្យញ៉ាំកម្ដៅខ្លួនវាអត់អីទេតែបើញ៉ាំក្នុងតុងទ្រាយមួយជា party នៅក្នុងបន្ទប់អីអញ្ចឹងគេអត់សូវលើកទឹកចិត្តឲ្យទេព្រោះអីភាគច្រើនតែមនុស្សញ៉ាំគ្រឿងសង្វឹងប្រភេទស្រាហ្នឹងហើយវាមិនក្តៅដល់ពេលក្តៅគាត់វាអត់បានបើកអាម៉ាស៊ីនកម្ដៅក្នុងផ្ទះហ៎ហ្នឹងចុះអាងថាក្តៅហើយហ៎អញ្ចឹងអត់បើកម៉ាស៊ីនកម្ដៅក្នុងផ្ទះដល់ពេលដែលស្រាអស់ឥទ្ធិពលលទ្ធផលចុងក្រោយគឺមិនគាំងស្អីហ្នឹងគឺចឹងមានន័យថានៅពេលដែលមានបងប្រុសមួយគេញ៉ាំអីជុំគ្នាថ្ងៃអាទិត្យហ្នឹងចឹងហូបស្រាហូបអីហើយបងប្រុសម្នាក់ហ្នឹងគឺអាយុប្រហែល30ជាងឆ្នាំគាត់អត់មានបានបង្ហាញអាការៈថាគាត់ខ្សោយអីគាត់មានស្អីចូលអីចឹងយើងអត់អាចចោទប្រកាន់ស្អីបានទាំងអស់តែម្ដងចឹងគាត់ញ៉ាំស្រាតែគាត់ដោះអាវតោះខ្ញុំនិយាយខែតិចគាត់ដោះអាវញ៉ាំនៅក្នុង apartment របស់គាត់ហ្នឹងទៅញ៉ាំអីហើយរហូតដល់ម៉ោង1អីអញ្ចឹងទៅក៏គេចែកជើងគ្នាគេចែកជើងទៅគេរៀងខ្លួនទៅតោះខ្ញុំនិយាយអញ្ចឹងបងហ្នឹងគាត់នៅក្នុងបន្ទប់តូចដូចបងថងដែរអញ្ចឹងគាត់ចូលទៅតែនៅពេលដែលគាត់ដើរចូលទៅគឺគាត់កាន់ដបស្រាមួយទៅជាមួយតែផឹកម្នាក់ឯងនៅក្នុងបន្ទប់តទៀតស្អែកព្រឹកឡើងអត់មានរឿងអីណាស្អែកព្រឹកឡើងមិនគេងើបមកធ្វើអំបរធ្វើអីចឹងដើម្បីកម្ដៅ hangover អារឿងធ្ងន់ពីយប់អីចឹងគេធ្វើឲ្យគេចេះចម្លែកថាចំបងនឹងអត់ព្រមចេញមកចឹងបើអត់ញ៉ាំទេធ្វើមិនបានទៅធ្វើការតោះខ្ញុំនិយាយពងឲ្យចានហើយហ្នឹងចឹងគេគោះទ្វារអត់តបគេស្រែកហៅអត់តបចាប់ផ្ដើមការសង្ស័យណាអញ្ចឹងគេចាប់ផ្ដើមរួនចាប់ផ្ដើមអីហើយក៏អត់តបចឹងម្នាក់ក៏ចេញទៅខាងក្រៅចុះបន្ទប់តូចហ្នឹងមិនមានអួចទៅជាមួយនឹងហលទេទៅជាមួយផ្លូវដើរខាងក្រៅរួមហ្នឹងហើយផ្លូវសាធារណៈអញ្ចឹងគេចាប់ផ្ដើមអឺនមើលហើយនឹងឃើញមិនបងនឹងស្លាប់អត់មានមកកណាត់អាវឡើងលើទេគាត់ដោះអាវគាត់ដោះអាវខោជើងវែងតែគាត់ស្លាប់គឺគាត់អង្គុយតោះខ្ញុំនាំឲ្យបងប្អូនសម័យអង្គុយប្រអែងជាងជើងជង្គង់មួយលើកឡើងជង្គង់មួយស្ដោបដៃមួយនៅលើជង្គង់ហើយដៃមួយទៅកាន់ស្រាអង្គុយអញ្ចឹងទៅអញ្ចឹងគឺទៅអញ្ចឹងហើយរូបភាពដែលឃើញហ្នឹងគឺមកកណាត់លើឡើងលើគឺខៀវទៅខៀវជាប់ឈាមទៅជាក់បងហ្នឹងអាហ្នឹងបើសិនជានៅអាហ្នឹងបើទៅជាក់ខ្លាំងអាធឺហ្នឹងគេហៅ frostbite ណាបានន័យថាបើសិនជាយើងបើ frostbite វិញទាញសឹងតែបេះចេញមកវិញហ្នឹងហើយវាកកអញ្ចឹងបានគាត់ទៅជាក់ខ្លាំងពេកអស់អំណាចជាសារហ្នឹងចឹងក៏គេស្ទុះស្ទាទៅរកគាស់ទ្វារគាស់អីចឹងហើយប៉លីសអីមកគឺការសន្និដ្ឋានអត់មានត្រូវអីទេគឺគាំងបេះដូងវិទ្យាមេឃវិទ្យាអញ្ចឹងសួរតែផុតទេរឿងហ្នឹងស្រាប់ទៅវាធម្មតាទេ
និយាយទៅធម្មតាហ្មងប៉ុន្តែលុះត្រាតែបងប្អូនទាំងអស់គ្នានៅក្នុងស្ថានភាពហ្នឹងទើបមិនដឹងថាតើវាគួរឲ្យខ្លាចយ៉ាងណាអញ្ចឹងនៅពេលដែលថ្ងៃដែលគាត់ទៅបាត់នេះគេមិនចាក់សោបន្ទប់គាត់ចិត្តនឹងលែងឲ្យមានអ្នកចូលឡើយអញ្ចឹងផ្ទះហ្នឹងនៅសល់4នាក់ទេអាផាតមិនហ្នឹងនៅសល់4នាក់ទេ4នាក់ហ្នឹងគឺគេងមកបន្ទប់ធំតោះខ្ញុំនិយាយមកបន្ទប់ហ្នឹងគាត់គេងម្នាក់ឯង4នាក់ទៀតគឺគេងនៅបន្ទប់ធំតោះអញ្ចឹងផុតពីហ្នឹង3ថ្ងៃជារៀងរាល់យប់គឺឮសូរសំឡេងរបស់គាត់ចេញពីបន្ទប់តូចហ្នឹងឮសូរអើយណាគេយកអាអញទៅណាបាត់ហើយអូដូចនៅហ្នឹងហើយធ្វើការអាគេយកទៅណាបាត់ហើយតែយកទៅរកឃើញវាយហ្មងអញចេះហ្មងអញចោះហ្មងដល់ម៉ោងធ្វើការអញ្ចឹងឮសំឡេងរោកៅរើអីចឹងជារៀងរាល់យប់ពីមួយថ្ងៃទៅមួយថ្ងៃនៅវេលាម៉ោង11យប់គ្រប់ពេលម៉ោង11យប់គឺចាប់ផ្ដើមឮសូរហ្នឹងហើយឮសូរដដែលអារឿងហើកៅគាត់ស្អីឲ្យរកកៅគាត់អត់ឃើញដល់ម៉ោងធ្វើការហើយអត់ដឹងកៅនៅណាឮតែមួយឈុតហ្នឹងឯងឮតែមួយឃ្លៀមហ្នឹងហើយឮដល់មួយឃ្លៀប៉ុន្តែដល់ពេលភ័យខ្លាំងជាងគេគឺពេលដែលគេគេងអស់ហើយ3នាក់ទៅសល់ម្នាក់ទៀតដែលគាត់លេងហ្គេមគាត់គេងអត់លក់គាត់នៅលេងហ្គេមអញ្ចឹងទៅស្រាប់តែយប់ហ្នឹងផុតពីឮសំឡេងហ្នឹងគឺគាត់ឮសំឡេងហើចានឆ្នាំងមកក្រៅម្ដងបាយហូបបាយហ្នឹងហើយអញ្ចឹងម្នាក់ស៊ូសចេញទៅក្រៅក៏អត់ឃើញអីដែរអញ្ចឹងក៏ដឹងហើយថាបន្ទប់ហ្នឹងគឺលងខ្លាំងហើយរហូតដល់ទៅប្រាប់តាកែប្រាប់ថាអត់ជឿទេទៅខ្ញុំកន្លែងគាត់ធ្វើការហ្នឹងតាកែហូបចាក់ហ្នឹងហើយម្ចាស់បន្ទប់ដែលជួបបន្ទប់ឲ្យគាត់ហ្នឹងថាសុំដូរគេអត់ព្រមដល់ពេលគេអត់ព្រមគាត់ប្រាប់តែតកែគាត់ខំប្រឹងរត់អ្នកបកស្រាយផងបកប្រែផងខ្លាចការ៉េដែលអត់យល់អញ្ចឹងណានិយាយអត់យល់គ្នាអញ្ចឹងណាប្រាប់អញ្ចឹងហើយតកែបកគាត់បកវិញថាដូរអត់បានទេចុះកងត្រាអ្វីដែលសំខាន់បំផុតនៅការ៉េអត់មានខ្មោចទេវាមិនដែលមានខ្មោចទេគាត់មិនជឿវាចាណាដល់ពេលអញ្ចឹងទៅអត់ដឹងមិនខ្ទាល់ចំណេះក៏ប្រាប់តកែនឹងថាចាឥឡូវបើសិនជាតកែឯងគាត់និយាយការ៉េណាគាត់ថាបើសិនជាតកែឯងមិនជឿទេសាកតកែបន្ទប់ហ្នឹងដឹងហើយតកែហ្នឹងសឿងដែរតកែចង់ដឹងថាមានមែនអត់អញ្ចឹងមុននឹងតកែហ្នឹងគេប្រាប់គាត់ដូចគ្នាថាតកែម៉ោង11យប់ទៅណាចាំប្រុងខ្លួនណាចេះនឹងលឺចេះលឺចឹងមានណាតកែហ្នឹងគេម៉ោង11យប់លឺសំឡេងហ្នឹងមែនលឺសំឡេងហើកៅឈូសឆាយហើកៅអូយវ៉ាន់គាត់ក៏ស្រែកជេរតែម្នាក់ឯងរកអត់ឃើញអញ្ចឹងទៅតកែគាត់ម្ចាស់បន្ទប់គាត់មិនមានសោគាត់មានសោ master key អញ្ចឹងគាត់ទៅចាក់បន្ទប់តូចនឹងឈប់អត់មានអីទេប៉ុន្តែកៅឃើញអារត់រាយបាត់ហើយណាគេអ្នកចូលរហូតដល់គាត់ជឿថាមានទៅសួរខាងបងហ្នឹងថាឥឡូវសាសនាអ្នកឯងធ្វើម៉េចអញ្ចឹងមកសួរខាងខ្មែរយើងនេះវិញថាឥឡូវត្រូវដោះស្រាយមិនខាងសាសនាអ្នកឯងអញ្ចឹងក្នុងករណីហ្នឹងគេក៏ប្រាប់ថាអូខេអញ្ជើញលោកអញ្ជើញឯងចិត្តទៅនៅកូរ៉េក៏នៅមានវត្តខ្មែរដែរហ្នឹងហើយអញ្ចឹងគាត់ផ្សងគាត់មុនមករៀបចំពិធីបោះកម្រាលប្រោះព្រំអីលើកនិស័យហើយក៏ស្ងាត់ពីពេលហ្នឹងមកអញ្ចឹងខ្ញុំចាប់ប៉ុណ្ណឹងអត់ដឹងថាគួរឲ្យខ្លាចប៉ុណ្ណាទេសម្រាប់បងប្អូនទាំងអស់គ្នាប៉ុន្តែសាកគិតទៅមើលថារូបភាពមនុស្សពេលដែលស្លាប់គឺជារូបភាពដែលអាក្រក់បំផុតអូយគាត់មើលហើយបើសិនពលណាបានឃើញហើយវាដកជាប់នៅក្នុងពោះក្បាលដកខ្លាំងដកជាពិសេសរូបភាពចងករូបភាពអីនេះដឹងតែដកអត់ងាយដកទេព្រោះវាជារូបភាពកម្រហើយវាស្រស់ខ្មោចស្រស់មកអាហ្នឹងមិនមែនបលឹងមកបាត់ដៃបាត់ជើងអីគឺអាហ្នឹងស្រស់មកហ្មងអាគ្រាប់ប៉ុណ្ណាគឺប៉ុណ្ណឹងដកដាមហ្នឹងហើយចុះទម្រាំតែបងហ្នឹងគាត់នៅក្នុងបន្ទប់ជាមួយខ្មោចទៀតតែពួកគាត់មានអារម្មណ៍ថាមិនដែរហើយឮសំឡេងមនុស្សម្នាក់ហ្នឹងទាំងមនុស្សម្នាក់ហ្នឹងបានស្លាប់តាំង 3-4 ថ្ងៃមុនហ្នឹងហើយរឿងអីត្រូវមនុស្សម្នាក់ហ្នឹងហើយសំឡេងម្នាក់ហ្នឹងទៀតរហូតដល់តកែជាជនជាតិកូរ៉េកាន់សាសនាគ្រិស្តគាត់ជឿដែរហ្នឹងដោះស្រាយដែរហ្នឹងអាហ្នឹងមានអីទៀតអញ្ចឹងសាច់រឿងរបស់គាត់ប្រាប់ថាបងអើយខ្ញុំអត់ដឹងកុហកខ្ញុំហ៊ានសន្យាហ្មងវាយរបស់គាត់វាចង់ស្ដាប់បែបឲ្យស្ដាប់ហ្មងអូបាញ់បងអើយខ្ញុំអត់កុហកខ្ញុំនិយាយមែនហ្មងគឺអត់កុហកទេខ្ញុំជួបស្ដែងហ្មងឆ្នេះមានអីទៀតសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងចូលចិត្តនៅកូរ៉េនៅកូរ៉េ
បងយើងនៅស្រុកក្រៅមើលច្រើនដែរណា បាទមានបងប្អូន នៅកូរ៉េ អាល្លឺម៉ង់នៅខាងអី នៅអាល្លឺម៉ង់ទៀតមានអាល្លឺម៉ង់ រឿងនៅតែ មានអូ មានឱកាសចាំនិយាយ នៅអាល្លឺម៉ង់មានអូ តែឡើយ ស្ងោចអាល្លឺម៉ង់លងរបៀបនេះ រឿងអ្វីដែលគាត់ចែកមកគឺនៅស្រុកខ្មែរ នៅស្រុកខ្មែរដែរគាត់នៅហ៊ុននៅនោះ ចាឥឡូវខ្ញុំមានឱកាសចាំដាក់ ហ្នឹងហើយឥឡូវ តោះ មកដល់រឿងខ្ញុំវិញរឿងខ្ញុំនេះក៏ជារឿងមួយដែលខ្ញុំបានពិចារណាច្រើនពេលហើយតែខ្ញុំគួរតែនិយាយអត់ព្រោះបងប្អូនដឹងហើយតែខ្ញុំឡើងកម្មវិធីច្រើនពីធំនឹងយើងទៀតនឹងកម្មវិធីតុកភ្លឺមួយទៀតអញ្ចឹងរឿងហ្នឹងក៏ខ្ញុំចង់ចែកម្លែកដែរតែខ្ញុំគិតថាតើគួរនិយាយរបៀបម៉េចដើម្បីឲ្យបងប្អូនគាត់ស្ដាប់ហើយគាត់សប្បាយគាត់សម័យចេញរូបភាពជាមួយនឹងរឿងមួយហ្នឹងខ្ញុំសូមចេះខ្ញុំសូមឲ្យបងប្អូនជឿ 100% ទេខ្ញុំឲ្យបងប្អូនស្ដាប់ដើម្បីជាការកម្សាន្តចុះ បាទ ហើយរឿងនេះក៏ជារឿងមួយដែលខ្ញុំប្រចំណុចដើម្បីជាចំណេះដឹងឬមួយក៏ជាសារអប់រំអត់ឃើញដូចគ្នាមានន័យថាគឺលងសុត ហើយសំណួរសួរដល់លោកឯងមែន លងខ្ញុំហ្មងហើយរឿងហ្នឹងគឺមានតួអង្គច្រើនមែនទែននៅក្នុងសាច់រឿងមួយហ្នឹងហើយខ្ញុំដូចខ្ញុំនិយាយចឹងវាគឺជាទស្សនវិជ្ជាមួយដែលខ្ញុំកន្លែងមួយដែលទស្សនវិជ្ជាមួយត្រូវបានគេ set up ដូចនៅក្នុងកុនអញ្ចឹង ឥឡូវសួរសិនស្អីខ្ញុំសួរសំដី fan ណារឿងនឹងហល់អត់ ហល់តោះបងប្អូនស្គាល់ហើយយើងមិនមានសំណង់សល់ពីសង្គមនៅឥឡូវនិយាយសំណង់សង្គមបងប្អូនក៏ជាយល់ហើយខ្ញុំខ្ជិលនិយាយថានៅណា សង្គមមានច្រើនបែងចែកសន្តានអាគារឲ្យច្បាស់ ឥឡូវសង្គមហ្នឹងគឺអាសេរីដូចតែខ្ញុំឲ្យបងប្អូនសម័យបើជាគំរូហ្មងផ្ទះមកជុំអាសាអូស័យឡើងផ្ទះតាមដង្ហែខាងក្រោយកាផាត់មិនជំនាន់ចាស់ហ្នឹងឯងឡើងទៅមានផ្ទះគេពី3ហើយមកកាច់ចរាឡើងទៅទៀតអីចឹងទៅអញ្ចឹងថ្ងៃមួយនេះខ្ញុំទទួលបានទូរស័ព្ទពី fan ចុះគាត់ក៏ call មកហើយគាត់ថាជាប់ចង់មើលផ្ទះមួយនៅកន្លែងទីប្រជុំជនមនុស្សច្រើនហើយតែផ្ទះហ្នឹងនៅជាន់ទី3គាត់ចង់មើលតែមួយជាន់ហ្នឹងទេអញ្ចឹងក៏គាត់អត់បានប្រាប់ពីសន្តានផ្ទះថារបៀបមិនអីដែរខ្ញុំក៏អូខេដាក់ថ្ងៃគ្នាទៅអញ្ចឹងនៅពេលដែលខ្ញុំទៅដល់ហ្នឹងដោយសារតែយើងបើកឡានអញ្ចឹងខ្ញុំទៅដល់ហ្នឹងខ្ញុំ call ទៅគាត់អត់ចូលឬមួយក៏ការតំណែងយើងវារៀងរអាក់រអួលឡានខ្ញុំគាត់អាចឈប់នៅកន្លែង location ដែលគាត់ដាក់ឲ្យនឹងដែរដោយសារ location ដែលគាត់ដាក់ឲ្យហ្នឹងគឺនៅខាងក្រោមហ្នឹងគឺតំបន់គេរ៉ូស៊ីអញ្ចឹងខ្ញុំអាចឈប់ឡានសំកាំងនៅហ្នឹងតែខ្ញុំត្រូវរ៉ែកិច្ចហែងមកនឹងថាអូក៏ប៉ិតផ្ទះគាត់នៅជាន់ទី3នៅលើអាគារសំណង់ពីសង្គមដែលនៅតំបន់ដែលគេរ៉ូស៊ីអញ្ចឹងខ្ញុំក៏ចេះរ៉ែឡានទៅក៏ខលទៅគាត់ចូលគាត់ក៏ប្រាប់ថាអូលោកគ្រូមកជុំទៀតមកឃើញខ្ញុំឈរនៅកែងផ្លូវនេះអញ្ចឹងខ្ញុំក៏ឃើញគាត់មែនអញ្ចឹងគាត់ក៏ប្រាប់ទៅថាឲ្យយើងទៅចោលទៅខាងនោះដើម្បីយកឡានទៅដាក់នៅកន្លែងគេមួយដែលគេជាកន្លែងកំណត់ឡានអ្នកនៅមកដុំហ្នឹងគេទទួលផ្ញើទៅហ្នឹងហើយទទួលផ្ញើដាច់យប់អីចឹងណាយល់ហើយអញ្ចឹងខ្ញុំក៏យកឡានទៅផ្ញើនៅកន្លែងហ្នឹងតែត្រូវដើរមកផ្ទះគាត់ព្រោះអត់អាចយើងមិនមែនវាគៀកទេវាត្រូវដើរដែរដល់ថ្ងៃអីផងដើរមកយើងក៏ទៅចែកគ្នាលេងក៏យើងមិនថាអូដើរមករៀងខ្លួនដែរយើងសួរគាត់បងនៅណាគាត់ក៏ប្រាប់ទៅថាគាត់នៅនេះនៅនោះ1 2 3ហើយគាត់ក៏រៀងបែកយើងក៏គិតថាប្រហែលជាគាត់គិតតែឃើញយើងធ្វើតែស្គាល់គាត់ចឹងការនិយាយស្ដីរបស់យើងក៏វាមិនសូវជារលូនដែរត្រូវប្រយ័ត្នប្រយែងសម្ដីទាំងអស់គ្នាណាមួយខ្ញុំជាចិនស្អាតគាត់ប្រយ័ត្នទៀតខ្លាចនិយាយទៅខុសគ្រូខុសអី1 2 3ចឹងទៅចឹងការនិយាយស្ដីវានៅរៀងក្រែងចិត្តគ្នារៀបពេចចឹងគាត់ក៏មានប្រសាសន៍គាត់ក៏និយាយប្រាប់ខ្ញុំគាត់ថាលោកគ្រូបើផ្ទះមានខ្មោចលោកគ្រូឯងអាចកំចាត់បានមែនចូលសាច់រឿងប្រោយខ្ញុំក៏ស្រឡឹងមុខគាត់មើលមុខគាត់ម្ដងដោយសារតែអីរាល់ពេលដែលខ្ញុំនិយាយគឺខ្ញុំតែនិយាយថាខ្ញុំមិនមែនជាអ្នកកំចាត់ខ្មោចទេប៉ុន្តែបើសិនជាក្នុងកាលដែលខ្ញុំទៅមើលផ្ទះហ្នឹងឃើញមានរបស់ដែលមិនល្អខ្ញុំអាចនឹងជួយអស់ពីលទ្ធភាពប៉ុន្តែខ្ញុំមិនមែនជាចិនខ្សែចាប់ខ្មោចទេបញ្ជាក់ហ្នឹងហើយអូខេអញ្ចឹងគាត់ក៏អត់មាត់ប្រពន្ធគាត់ក៏អ្នកស្រីទៀតដែលជាដៃគូរបស់គាត់ហ្នឹងក៏អត់មាត់ដែរអញ្ចឹងពួកយើងក៏ដើរទៅចែកគ្នាគាត់ក៏ប្រាប់ថាគាត់ទិញផ្ទះតាមអនឡាញតាម app តាម website អី1 2បង់កក់គេទៅក៏ជ្រុលខ្លួនទៅគាត់ទិញផ្ទះនៅហ្នឹងហើយគាត់ចង់ធ្វើផ្ទះហ្នឹងទៅជាផ្ទះស្អាតបែប condo មានអីដែលគាត់បែបទំនើបហើយហូបនៅអញ្ចឹងគាត់ដើរដល់កន្លែងដែលត្រូវឡើងទៅផ្ទះគាត់ដឹងហែមចំតើតយល់រងមួយឡើងទៅផ្ទះគាត់យល់ចដាហ្នឹងគឺបើសិនជាយើងឈរមើលទៅពលឺថ្ងៃពីខាងក្រៅទៅឃើញតែត្រឹមកម្មទី5កម្មទី6ឯងចាប់ពីទី7ទៅគឺងឹតត្រូវការយើងបើក flash ពូល
năng ngày đam bấy lại tự đo cam chất đo cam lứa mà miền pú tẹt tiền mùi tiền với cả lứa chẳng miền đây thay chả đá mùi nó chuyện của lương khom tí nhiều cái đá cứ ngần ngật chẳng bây giờ có chập đam láng cót mẹ làng mồn cót bông phọt năng làng mốn đây cô cót làng tí pí nhom làng karaoke chính là về để nhom làng tự đo lại cái ngần ngất cứ bây giờ chập đam bao flash thu sạch hiện luôn là vậy mở chẳng chả đá nó bên cạnh đây gì đi vua trang sọt mỏng giờ mình chả đá nó cứ trang tẹt cái song kháng sọt mỏng chẳng chả đá là tại ngần ngất cô dương còn đang có đo chất bẩn lư thằng lư này bài đang bẩn lư nó cái đầm phu bội á có hòm tập số 1 phu bọt tập bịch chùm lại mà nhưng cách tháp hai chỉ không xôi chỉ cách tháp tuyệt cái bài từ nát cái đầm phu từ này lá từ tiết tẹt chọp nó đầm phu bọt bạch to phải chẳng chả đá nó thì lên mình phu soi bây giờ chim phu chậm rồi viêm nói pho vào rồi là ngày trắng lại nó viên trẻ lai chả đá đứng tới nhưng thật cách mình chắc chả bay lai tới ngày này thiên tiệt và đã mà chua về đằng đa tới nè cứ về miền thuê tẹt cái buồn là nằng buồn tẹt nơi lai mà cho nó miền tẹt muối pí bấy buồn hay khẳng đấy kìm chẹt tôi chả đá nó kìm chẹt ấy bởi vì trong lai tới tiết nhưng khuyên nó lai tới tiệt lai tới tiết tẹt buồn như người nè nâng này lai nó nắng khơi pool hay tôi giờ mặt mò đây có tí nè có chập đam đam một cặp bọt là cạch luôn này cái nhôm để làm khỏi kia nè nhôm khơi ảnh chén để nơi trong mà tôi trả lại nữa cứ miếng cả chọn một tiếng thông để cái đạn này cái này cả chọn một tiếng một thông mình để cho khơi tùng rung mình đường dương mỏng á và đấy chia cả chọn muối đài ở bên này sầm ạt đi thủ ly đầy ra tao nên là miếng sum miếng này chẳng miếng sum miếng này tại sum inox thôi mà đây và đây dương khơi dương khơi luôn này khơi cho khơi dương và nãy mình bèn chọn mắt đi cần chọn clean a này vô đây giống á thấy khơi dương hết mày cái mớ bự bày to hay tập bệnh khơi luôn ấy nên không phải chọn này thấy ngần ngắt mỏng á chắp bị tép đi nó tới cường ngật đây đó cả chọn nó khi khơi tập luôn dương muối để nơi không có chọn này vậy tới anh khai luôn ấy món khơi liêm á ngày khơi trước hay luôn này và to lang tiết bông phỏ nó có than nó khu lang môn ấy nhưng thật đấy mày là một cho tại nhục tiếng lần nắng hay vì mình chỉ bay nhà hát thì ngất tiết ra đà cách nhá ngất tiết ra té vì còn mình ngất đôi khổm này để sao tại lại tư mà cho tiền nắng mà về đằng đá nó miền pù tẹt mũi cho nên ba cái phởm pù bỏ sò nhưng còn lại tới thom mà nè lá tao đo nâng kháng khổm của chọn mày này lơ nó bột phun nên trắng nâng đôi chân này ti tăng tại mũi lơ khổm bột phun thấy nếu có khai khăn này buổi những cách ta mai chỉ để té nâng kia miền bột phun cả hủ nữa bọc cái admin ti liên đại trong cái nào thẻ ở đứng tây để trong đôi bị mấy dương admin ấy từ qua đây thay từ cầm nặng ta chỉ rụp chỉ ấy rồi màu đường thốt dương nàyแต่บางไอ้มินจับเราไม่ทันแต่กุบจอนออกเป็นตัวอันนั้นคือเมียนมาจ้าเมียนมาเกณฑ์นั่นหรือไม่ได้ miền này ngày đo cho nắng sạch ôm tầm pu phơi nắng cứ quạt ôm phòng này còn cối nước mót viên nắng cắt cái đỏ trừ thắt nhóm quả nhóm đã có tòa nhóm đã nhóm gì là hốt nó nhóm tại ba luôn lái nhóm mưa con được nhưng lái hay nhưng mưa còn chẳng có đó tại mưa dương hay con ọt nhiều nhóm đại dương thì mưa ta mưa nè ngày con mưa nhóm bật đẹp này nếu hay con ọt nhiều nhóm đại dương thì có nhưng lang chất hot này sao tập cam tiếp hot này mưa còn đặt cả phải lấy con ngơ trốn không đẹp mặt bật thì kịch mình nữa thế nhưng mua ăn đã khá nói một mình đi cái của hai đấy mình nữa của làm nó tên chung ngồi chẳng ai để ta có thơ mà hô thơ ấy nhưng lấy chung ngồi sẽ chụp sao thì ai lão với bên nó nhung thông thơ là nắng lang đo tròn lời con là lang cạch bập nhưng mình mơ con lang đo cái con trâu tem mắt nhưng mà nó đấy mơ nhưng mà chặt đá mơ phải dạ ca nơi lớp bị đan chả đá nữa cứ doan có kho mập tiếng cái đặt đi lơ cảm chả đá nữa mà hay gì mà mày cả là doan mà mày cả là thông á tại dạ ca sát hay cho anh ấy cứ lên đêm mình uống nơi hái cứ bạc flash sốt tay mà đỏ hợp bal bạc flash sốt tay mà đỏ chẳng bằng can flash lại tới là tới việc buồn đôi kia so khăn khăn đấy cái vai chưa bật bị khẹt cứ ọt đi mình uống nơi tệ rồi te từ cho tiết là khăn đấy tí pí nhưng khi mình cầm mẹ chứ tay cầm mẹ chứ hiện trả giống như cái thanh niên mình này te mua tiết cứ chỉ te này có đa từ trạng họ này chừng hè đấy tên te tí pí chẳng tôi cho mình te nhưng cầm mẹ chứ môn đừng có trạng sao thuyền nắng kia mẹ thuyền đầy hồi mà khẻ nâng cho hoàn phần thuyền nắng ô tô ba này ô tô ấy ban form mà đà
còn là tiên khóc mình đo phía chơi mới tiền à mà bảo nó nhóm khơi chan tất thầy đã bài bay can là à can tất thầy chủ bài sổ gì nữa cái đã bài mà chấp sạch bị đống một tia bay trà nơi muốt phía nâng nơi muốt đi bảo là đi đánh máu nâng tiên khơi là nâng bảo là toàn cho nó phía mới tiền này nhóm cả ông thằng bò anh liền nhung ơi đây bò tiên tẹt chứ con vậy mùi dương phải đá có trả sao đã chắc sao chạy trôi cách bàn tay hồn vợ tử việt tăng đi chơi hỉ á đi chơi hỉ việt tăng á hồn mới gọt tới đây hồn vô chương chui hồn thẹn mới gọt tới đây mùi dương còn sai vậy bò tiên tẹt ấy chăng có thằng gặp đằng tê tinh tạm website ấy chứ có tinh cho nó mấy tê tinh chắc mày bên mình đã du nó hay cái con này đây sọc thẻ lang trong là hộ chẳng còn cái thằng có tinh tên nó nằm bay pi nè đây cô có đừng bay nè nó sọc mai nè cài hái vô tên nó mật phơ chia cái này hồ nơi bọc luôn anh đặc biệt là có mà sọc mai như vậy cái con thằng có tinh khổ cọ với cái hời anh cọ mày tha sắp hiện đôi tiền đangแต่nó thu thay ấy phóng còn bọc cả đã tìm trong chôn này cô nhóm có còn thuê ở trăng hái cô nhóm còn vậy chẳng bởi miền tại hai chuyện sao máu ấy bằng chẳng tế đi mua con chuyện phía anh chẳng nhưng trồ là cát nhưng trà hay mưa cả đấy bọn xảy nó có con để thêm miền khơi chiên sao nơi kia bằng hẻm bọc trồ màu nâng miền chiên sao mùi chẳng miền tại thầy khai còn là ngào hai chẳng nhóm có kẹo thà chẳng chạm nhóm chọc tệ thấy đây mẹ ta lại trong nơi cho một nhóm cho tay mình để anh chả đá mày cật mơ mà những chọc tệ con thà ở đây là khu nhóm chọc mình cháu đang ngồi khi cho có chót thằng đó thằng pì bàn tay nhóm phèo có thá bởi chót cho thằng bầy vui dân hiệp bà bài luôn thuyền nó bài tụi này hương bảo ấy ôm à hồi phía cho nga chắc hẹn bài sân ở đấy á cho chay chắc hẹn bài hay sao lần tới khơi doan pi tiền doan có hòm cái chặt một vị đan thằng lớn nó pi tiền kìa mập tiền cho hết mập tiền thế hình chặt chẽ thấy nhỏ to mà khi mà mập tiền liên tế đấy của những băng cái tục kênh mùi thấy chỉ khẽ mấy những băng này chống nhung trọng 30 chắc hẹn bài hai nhung chỗ đó cái tục tắc hàng khẽ ở đây dễพวก miền tây miền ấy đấy nhưng dương ở miền mười trở này tớ khơi cái chọi ở kho ấy tế dương còn vậy một con té to ban vậy trở đi còn là đó vậy tới thằng ban bắp sẽ khăn san mà phải sẽ khăn ấy tế bị trôn đây có bác phía chỗ tục phía chỗ tục nó cứ chầm ho sạp ở trong bánh ba kì có đá trô tầm vấp bong pi nó có đá từ môn nhom đá từ cõi ở thuê để dừng trô tiền đi việc ở toàn bật tê nhom khơi ông mà nè để té tôi một nó để miền cầm mẹ chơi nó á còn ba cái crack nhom tranh mà mưa hết nhom khơi còn trẻ ở đây còn khơi nhóm quạt bật phía bên đừng chẳng nhóm mơ bị không tét khơi quạt này khẳng gạo bột tôi rồi không chẳng hỏi nó có biên mùi cua xa đây đó hai nhóm tranh từ mơ khẳng mơ cả tụng nâng hái nhóm tranh mà khẳng khẻ bài đăng ở nơi khẳng khẻ nó cứ miên sờ lỏng miên ấy là bỏ nó cái khẻ khộp cái nát so cái nát cắm mày xây cái khộp chẳng á người một kẹo do tay dần tay nơi khẳng lười doan có ho miên pram tiền nơi chỉnh trang hàng xuyên đáy trùng tại những trò tới nơi trùng càng nằm đáy nơi trùng miền khô mùi thông để cho tại đôi cật há hay màu trùng hiên hàng đấy khơi miền doan cái chọn bằng 74 đôi chị bay cái chọn đại tâm cái nét không tệ trong lái doan 74 cái đã được phía đây mình còn đang không tệ chẳng nhung cái thao tệ ấy cứ khăng á thà hai á cái hai thằng trong lái khăng mình đen đây nhóm tham bảo anh tính mà miền mà mơ tê ấy khơi tè chẳng được tinh tiết nè này cục chê tè này con nó cái phèo tha tè nó tìm muốn tè cú tê cái hứa cái tại cái gọi toàn chẳng đạp dương khẩn tinh hái thì giờ đó hay cái sầm à té ở miền này là sầm này tê ở lối khủng hái có mặt niên mà bắt từng nè từng nhẹ từng ấy bắt tịch soi cả mê pum thay cái tên nát mặt khơi nhỏ ở đây tiệt chẳng con có sầm bài chất hại chiếng cho mà sắp xa để qua hướng chia nó chậm từ đó khỏi chậm như vậy của nhóm chậm đam vọt nhóm còn chậm đam thả tại bọn trắng dương thư thò mà đá của dương chậm đam vọt từ với nhóm còn quá cho mà quá hạt phía khang khả phía dương cho tệ phía nó dương cho vọt là bấy trong đơn hạt phía cho bị khỏi nó tức na xem trên từ sẽ quát được thằng nóng được thằng doan nó về đằng đa khang khả á
យល់ទេគាត់ដើរមកវេដណ្ដាមើលផ្លូវ ហ្នឹងហើយ ហ្នឹងគាត់នៅហ្នឹងជជែកគ្នាដោយថាផ្ទះនោះវាហប់ផងខ្ញុំស្រែកលឺគេនិយាយថាអូនណាអូនអើយបងឯងចុះមកខ្ញុំគាត់ដើរចេញទៅមើលថាជាណាស្រែកហៅ ចេញទៅវេរ៉ង់ដា អត់ទេខ្ញុំចេញមកអាឡើងចរាដែលយើងខាងក្នុងឡើងចូលនេះអាចុងពីចរាឡើងទៅវិញខ្ញុំឈប់អាទ្វារក្នុងឈប់អាទ្វារដដែលខ្ញុំក៏ហៅសំឡេងហ្នឹងតែលឺសំឡេងអាសេរីមែនគេស្រែកដូចយើងអញ្ចឹងអាសេរីគេហៅគេហៅយើងតែខ្លាចគេលឺអូនណាអូនបងឯងនៅលឺអត់ចុះមកខ្ញុំខ្ញុំអត់ហ៊ានទៅទៀតព្រោះខ្ញុំខ្លាចថាមិនដឹងថាអ្នកណាឬមួយក៏តំបន់ហ្នឹងយើងដឹងហើយយើងអត់ស្គាល់ភូមិសាស្ត្រហើយវាជួយឲ្យខ្លាចយើងមិនដឹងថាគេល្អឬមួយក៏មិនល្អតែខ្ញុំដឹងថាជាមនុស្សអត់មកទៀតមកស្ទុះខ្ញុំឈរវាស់ចក្រានបាយវានៅគៀកទ្វារដែរខ្ញុំលឺគាត់ស្រែកមកបណ្ដោយពួកអូនឯងធ្វើអីហ៎គ្រុងក្តាំងអស់តុកអស់អីចៅតាដេកអត់លួយឯងចេញមកបន្តិចមើលដល់ខ្ញុំចេញទៅមួយ2នាក់ហើយខ្ញុំអ្នកចេញទៅហើយ2នាក់គាត់ដើរមកតាមក្រោយពួកខ្ញុំនៅកន្លែងហ្នឹងវាចិត្តជាងហ្នឹងហើយគាត់បត់ដែរអ៊ំតែកាត់កន្ត្រកជើងហ្នឹងគាត់ឈរពីអាជន់គាត់នឹងបក់ដៃហៅខ្ញុំចុះយល់ទេខ្ញុំក៏រត់ខ្ញុំក៏ដើរទៅនោះដើម្បីប្រាប់2នាក់នោះថាគេហៅយើងចុះហើយមានអីទៅដល់2នាក់នោះខ្ញុំឃើញម្នាក់ប្រុសហ្នឹងខ្ទប់មាត់ខ្ទប់ម្នាក់ស្រីហ្នឹងធំចេះហើយម្នាក់ស្រីខ្ញុំយំហើយរត់ចុះទៅក្រោមនឹងបាត់ដូចឃើញអីហើយខ្ទប់ស្រែកហើយលោកគ្រូទៅសិនហើយចុះទៅក្រោមនឹងបាត់ចុះបាត់ហ្មងស្រែកតែខ្ញុំចុះហ្នឹងខ្ញុំអត់ឃើញអីទេអ៊ំស្រីនេះគាត់ស្រែកប្រាប់ខ្ញុំថាគាត់បើកទ្វារគាត់ថាលោកមួយមកនេះអូនផ្ទះទូលមកហ្នឹងហើយគាត់ប្រហើបគាត់មកនេះចូលមកនេះមកខ្ញុំមើលគាត់ចុះយើងមិនគេរត់យើងមិនរៀមរត់ទៅដែរតែយើងនៅស្ទាក់ស្ទើរទ្វារអត់បិទមិនដឹងថាត្រូវម៉េចឥឡូវម៉េចហ្នឹងស្ថានភាពហ្នឹងចោលផ្ទះគេឬមួយក៏រត់ទៅតាមគេឥឡូវបាយធ្វើម៉េចហើយមានអ៊ំហ្នឹងមកស្រែកប្រាប់យើងចឹងទៀតហើយយើងនៅក្នុងឯមាត់ចដើហ្នឹងហ្មងខាងក្រោយចដើខាងនេះផ្ទះដែលយើងត្រូវមើលតែនេះផ្ទះអ៊ំហ្នឹងយល់គាត់ចូលមកលោកមួយចូលមកហើយខ្ញុំមើលផ្ទះមើលគាត់ផងងាកមកផ្ទះនេះផងអង្គុយនៅកណ្ដាលផ្ទះហ្នឹងហ្មងទ្វារយើងមើលទៅវាមិនធូរដល់ទ្វារចេញទៅវេដណ្ដាគាត់ផ្អែកណាអញ្ចាំងមិនចំទ្វារណាព្រោះទ្វារវាមានអញ្ចាំងមួយហើយមិនប្រួយមែនទេអាបន្លាស់គាត់អង្គុយនៅហ្នឹងហើយគាត់យកអាដែកដូចដែកខែបអាដែកចាក់គ្រឹះនឹងចាក់ខ្លួនឯងហោស្អីហោតែខ្ញុំឃើញតែមួយឆ្វិចហើយជា2វិនាទីអង្គុយចាក់ខ្លួនឯងចឹងហើយអ៊ំនឹងស្រែកទៀតហ៎ចូលមកតែលើកនេះលែងហើយអាសេរីហៅយើងមិនលឺចេញរៀងច្រើនទៅឃើញសឃើញអីមកចឹងខ្ញុំក៏ចាប់ផ្ដើមតាក់ទើចង់ចេញពីថយមកជំហានពីផ្ទះនោះថារចូលផ្ទះនឹងសិនហើយអ៊ំគាត់លោកមួយចូលមកខ្ញុំរៀបដើរទៅតែខ្ញុំឃើញផ្ទះគាត់ហ្នឹងងឹតឆឹងខាងក្នុងផ្ទះគឺអត់មានពលឺអំពូលទេគឺឃើញតែគាត់ទេមិនយល់ដូចខ្វាន់ភ្លើងយើងឃើញតែយើងអញ្ចឹងហើយគាត់ក៏ពិសេសលោកមួយចូលមកខ្ញុំក៏រៀបបោះមកជំហានទៀតពូនឹងក្រុមនឹងស្អែកនៅលើហ្នឹងអត់មានអាណានៅទេចុះមកអូជុំសុំវគ្គដល់ខាងតិចខ្ញុំតែថារឿងហ្នឹងអត់មានកំណត់អប់រំអីទេប៉ុន្តែលងសុតខ្ញុំដឹងថាអ៊ំហ្នឹងគាត់ឲ្យសញ្ញាមូលហេតុអីផ្ទះគាត់នៅខាងនេះផ្ទះដែលខ្ញុំមើលនៅនេះខាងនេះមិនគាត់ប្រាប់ថាលឺសំឡេងតុកទូនៅលើផ្ទះហ្នឹងខ្ញុំពងឆ្ងល់ដែរខ្ញុំចាប់កន្លែងហ្នឹងបានតាំងពីដំបូងហ្មងដែលខ្ញុំរត់ទៅប្រាប់គេថាផ្ទះហ្នឹងមានបញ្ហាហើយចង់មកវិញមកស្អីដែលខ្ញុំគាត់ទៅលឺអញ្ចឹងយើងមិនកន្លែងយើងមិនមែនលឺគេនិយាយយើងរត់ទៅភ្លាមណាយើងមិនធ្វើកន្លែងអីថងការឈូកខ្ញុំដាក់កដាលហ្នឹងហើយនៅក្នុងផ្ទះមួយណាផ្ទះដែលខ្ញុំមើលហ្នឹងដាក់នៅចក្រានបាយគេដកចេញមកដាក់នៅចក្រានបាយហើយយើងធ្វើម៉េចចូលយកអត់ថងហ្នឹងគឺកដាខ្ញុំចោលបណ្ដោយតំណមហ្មងកដាត្រូវមានថងជក់បោះមកដល់ចដើហើយរត់ទៅវិញទៀតវឹបស្ទុះហ្មងអង្គុយអញ្ចឹងដែរតែស្ទុះងើបឈរកាន់ដែករត់មកហ្មងគាត់ថាខ្ញុំចុះចដើពឹបខ្ញុំចុះដូចលោតអញ្ចឹងខ្លោ6កម្មខ្ញុំលោតចុះវឹបទ្វារនោះដាំងហើយបានគាត់និយាយទល់មុខមកចឹងតែបាត់ទ្វារបាត់និយាយហ្នឹងដែរបាត់មិនបាត់ទេដូចចំហទ្វារតែអត់ឃើញនិយាយបាត់វត្តមាននិយាយហ្នឹងមកយល់ហើយក៏ញ៉ាំចោលអារម្មណ៍ថាយាយនឹងដែរពីព្រោះអ៊ំស្រែកថាអត់មានមនុស្សនៅគឺខ្ញុំខ្លាចយាយនឹងជាងខ្លាចអ៊ំដែលខ្ញុំឃើញនៅក្នុងផ្ទះនោះទៀត
ចុះមកដល់ក្រុមដល់ផ្ទះគាត់វិញហៅចូលក្នុងផ្ទះគាត់ខ្ញុំចាប់ដើម មួយដែលកាត់កញ្ចក់ជើង ហ្នឹងហើយគាត់ថាអាទីឯងហ៊ានមកនេះទិញផ្ទះអត់មានមើលផ្ទះមើលអីស្រួលបោឯងផ្ទះហ្នឹងគ្មានអានៅទេជន់ហ្នឹងគេនៅអត់កើតទេឃើញគេវាយក្តារពីរហ្នឹងឯងក្តារពីរហ្នឹងគេសតតែគ្រូគេមកវាយពួកគេនៅអត់កើតហើយផ្ទះហ្នឹងអាមួយគាត់ថាអាមួយដែលផ្ទះអាទីឯងទិញហ្នឹងណាអាមួយហ្នឹងវាប្រមាណតែគេផឹកហ្នឹងឯងរហូតដល់អ្នកដែលនៅផ្ទះជាមួយនៅលេងកើតរហូតដល់គេរើចេញអត់គេទុកផ្ទះហ្នឹងឲ្យគាត់មកហើយគេឲ្យលុយគាត់ទិញស្រាំផឹករហូតចឹងទៅរហូតដល់ផឹកដល់បាត់បង់សតិនិយាយថាឈួតនឹងស្រាប្រហើយណាអុកលុកបោកចានបោកឆ្នាំងអ្នកចិត្តខាងនៅអត់កើតទេចឹងអាពីផ្ទះដើមហ្នឹងគេរើទៅហើយអ៊ំនេះអ៊ំដែលគាត់នៅទល់មុខដែលយើងឃើញហ្នឹងណាគាត់នឹងកំមុំចាស់អត់មានគ្រួសារណាទេចឹងគាត់អត់មានជំរឿថាត្រូវរើទៅណាទេចឹងគាត់នៅហ្នឹងតែចៃដន្យហ្នឹងផ្ទះហ្នឹងវាលងឡើងពេកនិយាយហ្នឹងនឹងថ្ងៃហ្នឹងគាត់អ៊ំស្រីហ្នឹងគាត់មានអារម្មណ៍អត់សុខចិត្តឬមើលម៉ៅឯដែរចឹងគាត់ទៅទទួលទ្វារផ្ទះហ្នឹងដើម្បីប្រាប់ឯងប្រមឹកឯងចេះផឹកស៊ីឯងកុំអីអួបនួលស្អីឆ្លោះគ្នាទៅថ្លង់ណាអាតាហ្នឹងយកអាចចំណងដៃប្រវិចគាត់កាច់ចុះគេឃុំគាត់ដូចគេឃុំចឹងកាច់យកមកចាក់យាយហ្នឹងនៅពេលអង្ដាខាងក្រៅកន្លែងខ្ញុំឈោមទ្វារមេថាគាត់យាយហ្នឹងមានបញ្ហានៅទ្វារផ្ទះមួយចេះអាទ្វារផ្ទះនេះខ្ញុំមើលថាតើអូនគាត់មានបញ្ហាហ្នឹងហើយតែក៏ជន់ហ្នឹងក៏ហើយអាមួយហ្នឹងក៏គាត់ចាក់សម្រាប់ខ្លួនឯងនឹងអត់អីចឹងដែរយល់ឡើងហ្នឹងណាហើយក៏ផ្ទះហ្នឹងក៏ចាប់ដើមលែងមានអ្នកមកនៅជាងអីធ្លាប់ធ្វើគឺធ្វើអត់កើតរហូតដល់គេយកយន់យកអីមករៀបពេញហ្នឹងគឺអត់មានផ្ទះហ្នឹងអត់មានគ្រូទីណាមកមានគ្រូទីគេមកចាស់ផ្ទះសមាជិកបងប្អូនរបស់អាប៉ែមួយដែលគាត់ផឹកស្រាហ្នឹងគាត់មករៀបដើម្បីកុំឲ្យរំខានអ្នកចិត្តខាងប៉ុន្តែនៅតែរំខានដល់ដែរហ្នឹងហើយអញ្ចឹងដល់ពុំតែនិយាយហ្នឹងស្រីប្រពន្ធគាត់អ្នកធ្វើមហូបគាត់ថាឯងនិយាយនិយាយទៀតហើយតែនិយាយនឹងតែរឿងទៀតហើយចាំមើលទៅអ៊ំនឹងថាអើយយើងក៏បាក់ហួសដែរមើលប្រមូលមូលមតិគ្នាធ្វើការដោះស្រាយបានក៏វាល្អមួយយ៉ាងដែរអញ្ចឹងនិយាយទៅឲ្យគ្នាដឹងកុំឲ្យគ្នាមកនៅមានបញ្ហាខ្ញុំក៏សួរគាត់ចុះចេញមិនចេញអញនៅតែពីអ្នកមិនផងព្រឺចេញគាត់ថាឲ្យរើចេញមិនបើអាអ៊ីមួយស្រាប់នឹងប្អូនគាត់ហ្នឹងកុំមុំចាស់ប៉ុន្តែដូចចង់និយាយថាមនុស្សដែលមានបញ្ហាកុំមុំចាស់ប៉ុន្តែខ្លួននៅតែឯងជាមនុស្សដែលនៅតែឯងអត់នៅជាមួយបងខ្លួនឯងទេយល់ឡើងហ្នឹងឯងហើយអាផ្ទះលើហ្នឹងក៏ផ្ទះអ៊ំហ្នឹងទិញឲ្យដែរទិញឲ្យតាំងពីសង្គមយូរហើយតាំងពីជំនាន់យូរហើយក៏គាត់នៅក្នុងដាច់តម្លៃគ្នាដូចអត់មានស្និទ្ធស្នាលជាបងជាប្អូនដែរគ្រាន់តែជាប់ខ្សែគ្នាថាជាបងប្អូនគាត់រើផ្ទះចេញនិយាយនឹងទៅតាមរហូតថាមិនទៅចោលគាត់អញ្ចឹងចឹងក៏វិលមកនៅផ្ទះនេះវិញមកតែក៏មកនៅផ្ទះនេះអត់មានលងគាត់អីទេអ្នកលើហ្នឹងក៏អត់មានលងគាត់អីខ្លាំងខ្លាណាស់ដែរទៅគាត់ហូរសក់តែគាត់ថាដូចគាត់ដូចអ្នកយាមលើហ្នឹងអញ្ចឹងយល់ណាឡើងអីគាត់សួរអញ្ចឹងហើយឡើងទៅមានការអី1 2 3ហើយហ្នឹងគាត់អ្នកដាក់មិនដឹងថាអ្នកណាបន្ទាប់មកគាត់ថាយន់ដែលបិទនៅចដាហ្នឹងគឺគាត់អ្នកឲ្យគេបិទអាចចដាធំផ្ទះហ្នឹងដោយសារតែគាត់មកនៅទៅគាត់អត់សនុកខ្លួនឯងអញ្ចឹងគាត់រកទៅដើម្បីបិទទៅកុំឲ្យអ្នកលើចុះហមបានអីចឹងណាអាពេលអញ្ចឹងគាត់ឲ្យគេដាក់ចដាឡើងទៅបាញ់ជាប់នៅហ្នឹងអានោះបាញ់ហើយគាត់ថាវាបាញ់ហើយព្រៀបចុះមកវិញហ្នឹងវាឃើញអាដាពេលគប់ដែកមកវាដួលធ្លាក់លើចដាកន្លាច់ជើងបាក់ដងក៏បិទសងខាងហ្នឹងឯងដាក់យន់អញ្ចឹងគាត់ថាគុំអីគាត់និយាយអញ្ចឹងគាត់ថាគុំអីសំណងនេះចាស់ហើយមកធ្វើមិននៅទេគាត់ថាគាត់នៅថ្ងៃនេះគាត់ចាំតែលេះទេថ្ងៃណាដែលគេថាសំណងនេះនៅលែងបានគាត់ក៏ចាក់ចេញតាមលេះគេអញ្ចឹងទៅអញ្ចឹងក៏ពួកយើងក៏ទៅជែកគ្នាទៅថាត្រូវមិនអត់នៅធ្វើឬមួយក៏ត្រូវនៅក៏បងប្អូនហ្នឹងគាត់ថាអត់ទេគាត់អត់នៅទេគាត់សុខចិត្តបោះលុយនឹងចាំនេះចូលបងប្អូនឃើញបងប្អូនហ្នឹងគាត់ថាម្នាក់ស្រីនេះឃើញអង្គុយមិនអង្គុយទេបើឯងឈរលើប្រគុណបាត់ជើងតែប្រគុណផ្ទះហ្នឹងមិនប្រគុណអាសម័យទៅនៅយើងអង្គុយកាច់ចេះអង្គុយហ្នឹងអង្គុយចាំហ្នឹងឯងឈរអត់អង្គុយបាត់ជើងឈរលើប្រគុណឈរលើជើងពីរឈរណាកន្លែងប្រគុណហ្នឹងហើយសោយដាក់ប្រគុណគាត់ហើយបានគាត់ខ្ទប់មុខហ្នឹងអញ្ចឹងអាពេលដែលគាត់ដើរមកពេលដែលខ្ញុំស្រីហៅគាត់ហ្នឹងគឺមិនគាត់ដើរមកពីវាដងដាឃើញនៅមុខបន្ទប់ទឹកហ្នឹងហ្មងពេលដែលខ្ញុំបកមកវិញហ្នឹងខ្ញុំឃើញគាត់ព្រួតអោបចុះទៅគាត់អស់ហ្នឹងអូយនេះពេលបងឯងនិយាយខ្ញុំឃើញមុខបងឯងទិដ្ឋភាពមួយហ្នឹងកលេទៅឃើញមនុស្សពុកមកចាក់កលេមកខាងនេះឃើញមុខខ្ញុំខ្ញុំចង់និយាយថាអត់ដឹងទៅណាចង់និយាយថារឿងនេះបើឲ្យនិយាយថាជាកំណត់អប់រំវាអត់មាន
អប់រំអីអត់មានអប់រំទេ វាលង សុតហ្មង អូសាហា លងសុតហ្មងហើយអ៊ំហ្នឹងគាត់ថាអ្នកដែលឃើញអ៊ំស្រីលងចេះគាត់ថាធ្លាប់មានម្ដងកាលហ្នឹងដូចជាអាចារ្យថាគេអាងថាគេអ្នកបកកាយខាងអរូបចាប់ផ្លោយចាប់អីចឹងណាមកទៅក៏ឃើញទម្រង់សេរីចឹងដែរអញ្ចឹងគាត់ថាផ្ទះហ្នឹងប្រហែលជាឲ្យតែអ្នកណាដែលមានរស់ស៊ីខាងហ្នឹងគឺគេឲ្យឃើញទាំងពីរនាក់អញ្ចឹងតែខ្ញុំគឺពិតជាវល់មែន អូខ្ញុំអាចយល់គ្រាន់តែឈុតឥឡូវបងប្អូនយើងគិតបកក្រោយវិញឡើងចរាភ្លើងទឹកសមុទ្រភ្លើងបៃតងកលេចចំពីមុខភ្លើងល្ងិតស្រុបមានកញ្ចក់មួយឃើញមុខខ្លួនឯងមកខាងចាស់ខាងចាស់ពណ៌ខៀវមកខាងចាស់ពណ៌បៃតងអានេះអត់ខ្លួនឯងខ្មោចថ្ងៃមានអីទៀតទៅ ចាំមកខ្ញុំថាខ្ញុំអត់លឺរឿងមកនិយាយដោយសារចេះខ្ញុំព្រោះខ្ញុំខ្ញុំនិយាយថាខ្ញុំនឹងនិយាយរឿងខ្មោចណាដែលមានកំណត់អប់រំប៉ុន្តែរឿងនេះខ្ញុំមកកំណត់អប់រំអត់មានហើយខ្ញុំនឹងប្រាប់ថាឲ្យបងប្អូនអាចសម័យចេញឬមួយក៏វាសមហេតុសមផលដែលមិនហួសនិស័យនឹងកុំឲ្យហួសនិស័យអត់ជឿតែរឿងនេះវាដូចកុនគេ set up មកអូ ដូចកុនហ្មងបងហើយ រឿងហ្នឹងមួយឯងដែលខ្ញុំមានអារម្មណ៍ថាដូចនៅក្នុងកុនហ្មងគឺខ្លាំងមែនតើបងឯងគាត់និយាយប៉ុណ្្នឹងខ្ញុំសម័យឃើញឈុតអាពងជឿឆ្លាវហត់អោបចេញមកមើលខាងនេះពងបកដៃមើលខាងនេះពងចាក់អូបើសិនជាក្នុងករណីបងឯងជាខ្ញុំគេសួរថាចុះមិនហត់ក្នុងនាមខ្ញុំអត់ដឹងថាអារម្មណ៍គេដូចមិនដឹងអារម្មណ៍ខ្ញុំទេណាខ្ញុំទៅមើលផ្ទះគេខ្ញុំមានអារម្មណ៍ថាបើសិនជាគេរត់ខ្ញុំដូចមេខ្ញុំដូចម៉ែឲ្យគេចឹងបាទចុះបើគេស្លន់នឹងរឿងហ្នឹងខ្ញុំស្លន់នឹងរឿងហ្នឹងដែរអ្នកណាជួយអ្នកណាអត់ណាអត់ណោនេះហ្នឹងហើយដល់ពេលគាត់រត់ទៅពីអត់មានប្រាប់យើងថាឃើញអីទេហើយយើងអត់ទាន់ឃើញដែរបាទគាត់រត់ទៅប្រុចយើងកន្លែងមកឃើញខ្លួនឯងយើងបិទទ្វារអត់បិទទ្វារផ្ទះគេអត់មិនទៅហើយអ៊ំនេះហៅទៀតមិនតណាឥឡូវអ្នកខំនោះដង្ហៃហៅទៀតអូតែអ៊ំខាងក្រោយក៏គាត់ប្រកែឲ្យម៉ូដែរណាគាត់ថាចេះដេកអត់បានណាគាត់ថានៅលើនឹងអត់បានទេការពីដបងមកអ្នកផ្ទះហ្នឹងអស់គេអត់មានធ្វើអីសោះគាត់លឺសំឡេងដែរដួងក្តាំងឬដួដបស្រាដបអីអាដបដូចយើងតម្លាក់ដបឲ្យវាមិនប្រើវាទីងប្រកទៅនឹងលឺអាសំឡេងចឹងរហូតថាគឺពិបាកនៅមែនទេគាត់ថាពិបាកនៅហើយគាត់នឹងហើយតែម្ដងហើយ2ដងហើយទៅនៅបរិយទៀតនោះបែបនៅអត់កើតចឹងហើយគាត់ធូធាដែរគាត់ថាកូនគាត់នៅសុខក្រៅទៅអីដែរតាតែគាត់ថាគេគាត់នៅសុខទៅវាមិនអីទេកូនចៅចិញ្ចឹមទៅចេះតែបាយទឹកម្លឹងឡើងហាត់ប្រាណអី1 2 3 4ដើរអីចឹងទៅក៏គាត់មិនមកតែគាត់ថាគាត់ចេះតែចាំយាមទៅព្រោះដឹងថាអត់មានអ្នកណាទៅធ្វើអីទេលើហ្នឹងចឹងអ្នកណាឡើងគាត់ចេះតែស្រឡឹងមុខហើយនេះអ្នកត្រូវឆ្នោតជាងគេហើយខ្លាំងណាស់តែគាត់ថាវាមិនជារឿងនេះវាមិនទៅជាអាក្រក់អីមានឈាមមានអីមួយក៏អីតែវាវល់វាលងយើងសុតហ្មងថ្ងៃយល់ដល់ពេលខ្ញុំសម័យទៅចេះចុះបើខ្ញុំចូលផ្ទះយាយហ្នឹងដល់មានអីកាត់ឡើងអូយសម័យអត់ចាញ់ណាខ្ញុំភឹងជាងគេមីសទាំងចូលទេដោយសារតែទៅហៅអ្នកយើងមិនហៅអ្នកចិត្តមុនទេយើងឃើញអញ្ចឹងយើងមិនហៅអ្នកណាចិត្តយើងដើម្បីជួយយើងសិនគេអ្នកក្រុមផ្សេងមកថាលើនោះអត់មានអ្នកណានៅទេអូខេអរគុណមែនតើមិនដែរបងប្អូនទាំងអស់គ្នាហល់អត់រឿងណាតែខ្ញុំទៅបងប្អូនចូលចិត្តហើយនេះគឺជាអេពីសូតទី10 3អេពីសូតចុងក្រោយឲ្យហល់ខ្លាំងហ្មងជូនទៅបងប្អូនទាំងអស់គ្នាឲ្យបងប្អូនពេញចិត្តមុននឹងចប់ season ទី1ឲ្យវាមានចំណងចិត្តមួយឲ្យដឹងថាជាអ្វីពិតជារបស់គេមែនណាដល់ពេលចប់ season 1នៅតែជាអ្វីអត់ដឹងថាជាអីអត់ទេគឺថាវាហួសនិស្ស័យក្នុងការបកស្រាយមែនដោយ like ទៅប្រាប់ឲ្យមិនឲ្យជឿខ្ញុំតែតាំងពីដំបូងអញ្ចឹងចាត់ទុកថាកំសាន្តសោះហ្នឹងហើយចាត់ទុកកំសាន្តព្រោះស្ដាប់ទៅដូចរឿងកុនអូយខ្លាំងណាស់ខ្លាំងពិតអូខេអរគុណមែនតើតែ like សម្រាប់ជាអ្វីតដែលណាបងប្អូនណាបើមានសាច់រឿងកុំភ្លេចចែកម្លែកមកសាច់រឿងកម្មវិធីជាអ្វីចាំឈានមកដល់ season 1ចប់